អាយ៉ាស្មានមកដល់សោះអ្នកជាប់ចំណាត់ថ្នាក់លេខ1ពិភពលោកជាស្ដេចក្បាញ់លិនជាបែរជាមកអង្គុយញ៉ាំមីខា8យ៉ាងនៅកន្លែងអន់បែបនេះសូយើនាងពិតជាខ្មោចទូតាមប្រានមែនលើកថាលោកបរិច្ចាគគ្រប់រយលានទៅមូលនិធិកុមាររហូតខ្លាចជាអ្នកក្រយកសម្មាររបស់ខ្ញុំទៅគិតតែយ៉ាងមិនដែររៀបការជាមួយខ្ញុំចូលមកនៅគ្រួសារសិនមិនគិតទេបែរចឹងខ្ញុំរៀបការជាមួយលោកក៏បានបែបនេះក៏មិនគិតដែរអាយ៉ាជាមនុស្សរឹងរូសដូចថ្មបង្គន់ខ្ញុំមិនបោះបង់ទេពេល3ថ្ងៃទៀតមកជួបលោកម្ដងទៀតបងប្រុសចាត់ថាបងទៅផ្ទះជាមួយបងណាកាលពីក្មេងខ្ញុំចង់បានផ្ទះមួយតែក៏គ្មានពេលនេះខ្ញុំធំទៅហើយខ្ញុំមិនត្រូវការទៀតទេបងស្រីត្រឡប់ទៅវិញចុះកាលនៅរួមម៉ាក់ប្រាថ្នាចង់ឃើញអញមកផ្ទះវិញបងប្រុសអញដាច់ចិត្តឲ្យម៉ាក់ស្លាប់បាត់ភ្នែកមិនចិត្តមែនទេប្រយ័ត្នម៉ាក់កុំស្លាប់ម៉ាក់កុំស្លាប់ម៉ាក់កុំស្លាប់ម៉ាក់មិនអីទេកុំជុំឡយល់ដល់មុខណាម៉ាក់ទៅជាមួយបងស្រីចុះល្អណាស់ពេលញ៉ាំខានម៉ាក់នៅលើមេឃឃើញអញទៅផ្ទះវិញគាត់ពិតជាសប្បាយចិត្តណាស់ទាំងនេះតើជាអ្វីទៅនេះជាបញ្ជីអ្នកខ្លាំងខាងល្បិចនៅក្នុងតកូលយើងបច្ចុប្បន្នអ្នកខ្លាំងគឺយិនឡុងជាកូនចំគ្រួសារយើងជំនាញខាងល្បាញស៊ីសងអញ្ចឹងមែនហើយប្រាប់ដកឡាក់6គ្រាប់គេអាចក្លុកឲ្យចេញដូចគ្នាទាំងអស់គេហៅថាមិនដើមឈោមេងបច្ចុប្បន្ននេះអ្នកឈិងជើគឺមិនទាន់មានអ្នកទី2នៅឡើយទេអូអាឡូអ្នកប្រុសសុំជិះឡកំណត់ត្រារបស់យិនឡុងបាក់បែកហើយមិននឹងអាចទៅរួចលុកឡាក់6គ្រាប់ក្លុកបន្ទុចេញទឹកជាងមួយអ្នកហោះលើមេឃពិតជាមានអ្នកមកក្លុកឲ្យចេញជាក្បាច់រឿងព្រេងនិទានអ្នកហោះលើមេឃពិតមែនទេបងប្រុសខ្ញុំគេយកដៃមកតម្រៀបឯងក្មេងនេះចំជាសង្ងាញ់មែនគឺជាក្បាច់នេះលោកណាយិនឡុងជំនាញគឺកាន់តែអស្ចារ្យឡើងហើយខំប្រឹងឡើងថ្ងៃមកគ្រួសារពឹងលើអញហើយអូនេះគឺបងប្រុសធ្វើពីដែលមិនអាចត្រឡប់មកផ្ទះនោះមែនទេមិនដឹងផ្ទះធំប៉ុណ្ណាទេមែនទេបងចាំបងប្រុសលឿននិយាយបានបាត់ខ្លួនពីមុននោះឥឡូវនេះត្រឡប់មកវិញហើយឡនណាសួស្ដីហើយការស្អុយខ្មួលតែម្ដងក្លិនអ្នកក្រនេះបងស្រីនាំគេមកធ្វើអីពួកយើងទៅងាធ្វើអីអ្នកណាក៏បាននាំគេទៅងូតទឹកទៅធំស្អុយឡើងចង់ក្អូនយកឡើងឲ្យគេកេងទៅទេណាកុំឲ្យគេក្បែរបន្ទប់ខ្ញុំឲ្យសោះធំក្លិនចឹងខ្ញុំកេងមិនលក់ទេវាមិនចឹងទេបងប្រុសស្នាក់នៅក្នុងបន្ទប់ខ្ញុំចុះខ្ញុំនឹងចេញទៅខាងក្រៅវិញយ៉ាងណាទីនេះក៏មិនមែនជាផ្ទះរបស់ខ្ញុំដែរអ្នកណានិយាយថាទីនេះមិនមែនជាផ្ទះឯងទីនេះគឺផ្ទះឯងកុំបារម្ភអ្នកណាហ៊ានធ្វើអីឯងលិនយិនឡុងឯងពិតជាមនុស្សថោកទាបមើលមិនឃើញមែនខ្ញុំមិនទាន់បាននិយាយថាស្នាក់នៅបន្ទប់គេផងគេបែរជាចង់ឲ្យគ្រប់គ្នាស្អប់ខ្ញុំទៅវិញខ្លាចខ្ញុំយកតំណែងឯងមែនទេបន្ទប់អ្នកផ្សេងខ្ញុំមិនសូវចេះនៅទេនៅបន្ទប់ទទួលភ្ញៀវគេខុសត្រូវដែរឆាប់ទៅងូតទឹកទៅលឿនឡើងបានយិនឡុងល្បិចមិនគឺអស់ចាន់ណាពេលទំនេរបង្រៀនបងផងណាមែនហើយមិនទេល្អសិលជាអង្គុយចុះមកញ៉ាំបាយលោកបាននៅក្រៅប្រទេសពេលចាប់ការងារគាត់ពិតជាមករកអញភ្លាមឡយិនឡុងកាត់អីហ្នឹងនៅលើខ្លួនបងជាមានក្លិនផ្កាម្លិះអូនប្រុសមិនអីគេមែនទេគាត់ជាមានក្លិនផ្កាម្លិះមែនគឺគេជាអ្នកឲ្យសម្លៀកបំពាក់មកខ្ញុំតាប្រកាសជាលិនយិនឡុងគេជាអ្នករៀបចំទុកមុនកុំធ្វើឲ្យបងខ្លាចយិនឡុងគឺក្លិនផ្កាមែនអញថោកទៀតណាស់ចង់សម្រាប់យិនឡុងមែនទេអញអើយអញហ៊ានមកយើងនេះកុំចង់មកប៉ះពាល់ខ្លួនខ្ញុំយល់ដែរទេ
anh phải chỉ đăng thả anh long anh đẹp gì mà sai cam lý hay tất chế tận bạch sai cam lý lược luôn anh như sẽ hai mến để hiện bạch bong say kỳ bay anh thọc tiếtยังสัตว์ให้บังทองฉันเลยให้ท่าแกกระมันกูให้แกมาเป็นเต้เป็นที่บังเคยให้เชื่อเทียมให้เน้นเรื่องนี้เป็นการโจจะลำไอ้ให้មិនហើយមកស្រីធំប្រកាសជាមានរឿងយកច្រឡំហើយមកជាមិនអាចធ្វើរឿងបែបនេះទេให้มันនិយាយថាចៃដន្យបរិធម្មតាគេមិនលៀបផ្សាយលើខ្លួនទេមនុស្សចេតនាអាក្រក់ទោះយើងស្លាប់ក៏មិនជឿដល់អាក្រក់តែផាត់ទៅតកូនលេងទេលេងសេឈប់និយាយគេជឿនងទៅសម្រាប់ទៅบังทองบังตกเกณฑ์ในสำหรับពួកយើងគ្រប់គ្នាពេលនៅបងនៅស្ដាយក្រោយហើយមកស្រីធំក៏មិនទៅមកនិយាយអីវាគឺជាកំហុសរបស់ខ្ញុំទេខ្ញុំជាអ្នកណែនាំតំណែងរបស់បងជាទូក៏ស្អប់ខ្ញុំក៏សមដែរពេលនេះទៅសម្រាប់ចុះតាយើងទៅមកសាយផ្កាម្លិះនេះគឺខ្ញុំមិនបានធ្វើទេជឿមិនជឿក៏ស្រេចដែរសៀវជាបងជឿឯងកុំបារម្ភចាំបងសើសង្កេតឲ្យច្បាស់លាស់បងស្រីធំគឺទីបងផុតឲ្យបងថាបងស្រីធំហើយអូគឺខ្ញុំមើលដឹងថាបងគឺជាមនុស្សល្អអញ្ចឹងខ្ញុំទៅសម្រាប់សិនហើយល្អបងលេងជាស្រានៅឆ្ងាញ់ដែរទេកាលពីមុននៅតំបន់អាណាធិបតេយ្យខ្ញុំមិនអាចបានផឹកស្រាឆ្ងាញ់បែបនេះទេអាយ៉ាផ្ទះលែងមានមនុស្សនៅលែងសម្ដែងហើយអាយ៉ាផ្ទះលែងមានមនុស្សនៅលែងសម្ដែងហើយដឹងថាមកសាបកម្មលិះនៅលើខ្លួនឯងមកពីណាហើយមែនទេមិនចាំបាច់គិតទេគឺឯងជាអ្នកធ្វើត្រូវហើយប៉ុន្តែនេះគ្រាន់តែជាអាហារសម្រន់បន្តិចបន្តួចសម្រាប់ឯងទេឯងប្រាប់ខ្ញុំឯងប្រកាសជាមានសិទ្ធិនឹងហើយតែមែនទេក្នុងផ្នែកខ្ញុំឯងគ្រាន់តែជំនួសថោកទាបគ្មានតម្លៃជាសម្រាប់ច្បាស់ណាស់ទ្រព្យសម្បត្តិកូលៀនប្រកាសជារបស់ខ្ញុំចង់ជោគមកវិញងាយស្រួលណាស់ខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាប្រជែងជាមួយនឹងខ្ញុំបានទេរួមទាំងបងស្រីទាំង3ផងដែរនេះជាចំណេញបបប្រុសរបស់ខ្ញុំបងស្រីទាំង3ក៏ជារបស់ខ្ញុំដែរឯងចង់រកកន្លែងស្លាប់ហើយឈប់ទៅឯងនឹងហើយជាមនុស្សកំសត់មកពីបាតសង្គមមិនស្គាល់ខ្ពស់ទាបហ៊ានមកចង្អុលចង្វាយនេះដូចជាខ្ញុំផងខ្ញុំប្រាប់ឯងមួយម៉ាត់ទៅចុះចេញពីស្គាល់លឿនឲ្យលឿនទៅមកមិនចឹងទេបើសិនជាខ្ញុំមិនចេញឯងចង់ធ្វើអីទៅមកមិនចឹងទេខ្ញុំនឹងធ្វើឲ្យឯងគ្មានអ្វីសោះរស់ក៏មិនបានស្លាប់ក៏មិនបានសំអាងនៅលើឯងម្នាក់ហ្នឹងមិនជឿមែនទេអាមនុស្សថោកទាបមិនចឹងចាំមើលចុះអបអសាទៅថៃកែមកចាក់ធំចាក់ទៅចាក់ឲ្យដកដៃចាក់ឲ្យដកដៃចាក់ឲ្យដកដៃចាក់ទៅចាក់ទៅចាក់ទៅចាក់ត្រូវទៀតហើយអបអសាទៅថៃកែសិលទីនេះជាកន្លែងបនលបែងរបស់ត្រកូលលីនយើងឈិញចេញជាទីក្រុងងងឹមកុសាធំរស់ស៊ីបែបនេះកុសាយើងមិនបនលបែងអញ្ចឹងពីកន្លែងបងថងហេតុអីនិយាយចាងជាមួយកូនឆ្កែតូចនេះឬចង់ឲ្យគេគ្រប់គ្រងកាស៊ីណូថ្ងៃអនាគតត្រូវហើយបើបកគលឲ្យក្មេងអត់ប្រយោជន៍នេះតែ3ថ្ងៃទេកាស៊ីណូគឺត្រូវឲ្យលាទាំងស្រុងឯងនិយាយស្អីមិនក៏ថាយប្អូនបែបនេះអញ្ចឹងបងស្រីទី2បងស្រីទី3កុំរំអីដល់ពេលនោះខ្ញុំអាចបង្រៀនបងលីនជាបានហើយខ្ញុំក៏អាចជួយគាត់គ្រប់គ្រងបានដែរយ៉ាងណាទៅសមត្ថកលលីនក៏ជារបស់បងជាដែរហេហេតុអីក៏ថារបស់គេម្នាក់ហើយបើប៉ាឲ្យគេមកស្នងមកដកគ្រួសារខ្ញុំស្លាប់ក៏នៅតែមិនយល់ដែរពួកឯងនេះនាងធំមានរឿងហើយថ្ងៃនេះកាស៊ីណូយើងមានអ្នកជំនាញប្រើល្បិចមកម្នាក់យកលុយមកតម្រូវទេឈ្នះចិត្ត8លានហើយមកនៅតែបន្តឈ្នះទៀតកាស៊ីណូពួកយើងទ្រាំលែងបានហើយជំនាញប្រើល្បិចខ្លាំងហើយបានសើពីប្រភពគេនៅកំពុងសើហើយថប់ទៀតដល់ពួកយើងទៅមើលទៅបាទដាក់លុយឲ្យដកដៃឲ្យសំដាក់ការភ្នាល់ស្រីស្អាតណាតែនេះអាចសំការរបស់អ្នកបើកលុយភ្នាល់គ្មានដាក់កំណត់បានដែរទេលេងបែបនេះអត់សប្បាយសោះបងធំដាក់3គ្រាប់ដូចគ្នានេះរហូតដល់36ឯណោះឈួតពេកហើយបងធំឈ្នះ9ជុំជាប់គ្នាហើយខ្ញុំតាមខ្ញុំក៏តាមដែរខ្ញុំតាមដែរសុទ្ធតែជាមនុស្សឈួតតែខាងងាយស្រួលរំលេះបើទៅ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 មកជុំបាច់ចាញ់សងគេ4លានមួយជីវិតនេះតែឯងដែលឃើញលុយច្រើនអញ្ចឹងទេឲ្យគ្រប់គ្រងកាស៊ីណូឯងហ៊ានទេមិនស្គាល់កម្លាំងខ្លួនឯងមានលទ្ធភាពស្អីទៅអ្វីដែលពួកនាងគិតថាជាកំណត់នៅក្នុងផ្នែកខ្ញុំគ្រាន់តែជាអ្វីដែលមិនសំខាន់ប៉ុណ្ណោះឯងកុំស្ដាប់គេអួតមើលប៊ីបើទៅស្រីសាទមិនមែនលុយស្រីសាទផងខ្លាចអីទៅខ្ញុំបើអ្នកនាងធំខ្ញុំបែកមិនអីទេមែនទេអាយ៉ូអ្នកនាងធំតកូនលៀនមកដល់ហើយមិនអីទេតាមចិត្តចុះចាំបន្តិចឯងឥឡូវបើបានហើយ
ត្រូវហើយបីក្របដូចគ្នាត្រូវហើយ ខ្ញុំស្គាល់ឯងមកពីខេត្តតុងអ្នកជំនាញដៃរន្ទះលីយ៉ាងនៅពីក្រោយគឺជាត្រកូលលីបដល់ល្បីនៅក្នុងពិភពងងឹនហេតុអីមករករឿងពួកយើងចាប់ហើយ បងទី2ទី3កុំបារម្ភខ្ញុំនឹងលៀនទៀតនៅទីនេះ ហើយឆ្កែតូចនៅទីនេះក៏អត់ប្រយោជន៍ដែរអ្វីក៏ពឹងមិនបានយល់ឡងពួកយើងពឹងលើឯង ម៉េចតកលលៀននាងសូម្បីតែអ្នកចេះលេងល្បែងណាក៏គ្មានដែរបើសិនជាគ្មានអ្នកចេះលេងទេប្រហែលជាត្រូវប្រកាសខ្សាច់ធនហើយ ខ្សាច់ធន់ហើយ លេងភ្លាម សូមទៅផងអ្នកនរគ្នាមកធ្វើការរបស់ពួកយើងពេលនេះគឺដល់ហើយសូមទៅផងសូមថាការផងណាសូមជើញយ៉ាម៉េចអ្នកនៅធំនេះខ្លាចបងធំពួកយើងធ្វើឲ្យខ្មាស់គេតាមមិនដែរទេហ៎ កន្លែងល្បែងតូចតាចនេះទូក្រែកក្រមែនតែស្រីប្រហែលអ្នកនោះគឺមិនអន់ទេអញ្ចឹងមិនទេបងធំឬមួយក៏ពួកយើងឈ្នះទាំងអស់តែម្ដងទៅគំនិតល្អយកទាំងអស់ទៅ ណែនិយាយឲ្យសំសូនតែ អ្នកខ្លាំងដៃរន្ទះនេះគឺមានជំនាញខ្លះដែរខ្លាចតែបងស្រីទុំមិនឈ្នះទេ អ្នកជំនាញដៃរន្ទះពេលនេះលោកឈ្នះពីកាស៊ីណូលីនលើសពី10លានហើយចាត់ទុកថាពួកយើងក្រុមសុំលោកចាក់ចេញឥឡូវនេះ និយាយបែបនេះហាក់ដូចជាពួកនាងឲ្យមកខ្ញុំអញ្ចឹងនេះសុទ្ធតែលុយដែលខ្ញុំឈ្នះដល់សមត្ថភាពរបស់ខ្លួនឯងចង់ឲ្យពួកយើងធ្វើម៉េចគឺមិនងាយទេបងប្អូនស្រី3នាក់ពួកនាងគេជាមួយនឹងពួកយើង3នាក់មកយប់ទៅធ្វើជាស្រីរបស់ពួកយើងទៅយ៉ាងម៉េចយកព្រមដែរទេហ៎ ហួសហេតុពេកហើយអត់គេខ្មែរលោកដៃរន្ទះតែទុកមកឲ្យពួកយើងទេ បងប្អូនខ្ញុំនិយាយហើយលួសត្រាតែបងប្អូនពួកនាង3នាក់គេជាមួយនឹងពួកខ្ញុំទើបរឿង មិនសមហេតុផលបែបនេះថ្ងៃនេះគ្រួសារយើងលេងល្បែងភ្នាល់ជីវិតជាមួយឯងសំដីមិនសមហេតុផលបែបនេះថ្ងៃនេះគ្រួសារយើងលេងល្បែងភ្នាល់ជីវិតជាមួយឯង គ្រាន់តែជាមនុស្សប្រមាណអ្នកគ្មានប្រយោជន៍របស់តកូលីននាងក៏ហ៊ានភ្នាល់ដល់ជីវិតជាមួយនឹងខ្ញុំដែរខ្ញុំគ្រាន់តែលោកដៃក៏អាចមិនក៏ពួកនាងឲ្យងាប់បានដែរគេកាងពេញហើយគេកាងមែនទេប្រហែលជាមែនហើយថ្ងៃនេះខ្ញុំគេកាងបែបនេះហើយតើចង់មិនជាមួយនឹងខ្ញុំហ៎មិនពេញចិត្តទេមកភ្នាល់ជាមួយនឹងខ្ញុំមក បើអញ្ចឹងមែនកុំនិយាយទៀតឆាប់ប្រាប់មកចង់ភ្នាល់បែបណា នៅទឹកដីនាងគឺជាអ្នកចាត់ចែងចង់ភ្នាល់បែបណាក៏បាន ជំនាញក្របលុកលាក់របស់យន្តឡុងគឺបកែណាល្អងាយបើក្របលុកលាក់ពីធំមកតូចចាញ់ឈ្នះតែមួយលើក ចប់ហើយលីងយិនឡុងចេះតែបោះមួយគ្រាប់ខ្ពស់ផុតគេចំណែកដៃរន្ទះប្រកាសជាខ្លាំងជាងគេទៀតបងស្រីកុំអី អាកូនឆ្កែចេះស្អីមកលុកមាត់នៅកន្លែងបែបនេះហ្នឹងមាត់ឯងនេះទុកស៊ីមន់ទៅ មិនហើយបងជាការបោះគ្រាប់លោកឡាគឺជាជំនាញពិសេសរបស់គ្រួសារលីនពួកយើងបានជំនាញពិសេសមែនទេអញ្ចឹងពួកយើងលេចបោះលោកឡាបើខ្ញុំចាញ់ខ្ញុំនឹងទុកឈឹកទាំងអស់នេះចោលហើយដើរចេញភ្លាមតែបើពួកអ្នកចាញ់វិញនោះកាស៊ីណូនេះជារបស់ខ្ញុំ មិនក៏អញ្ចឹងបើពួកឯងចាញ់អត់ខាតអ្វីទាំងអស់បើពួកយើងចាញ់ត្រូវបងកាស៊ីណូធំមួយនេះហី ចង់លេងយឺតក៏បានដែរគ្រាន់តែចំណាយពេលបន្តិចពួកយើងមិនប្រកាន់នោះទេ ឯង ស្រីតូចកុំខឹងអីឲ្យតអូនទៅជាមួយបងនឹងមើលថែអូនឲ្យបានល្អ ទៅងាប់ទេ យ៉ាងម៉េចដែរយល់ព្រមឬក៏អត់ យល់ព្រម បងស្រីកំខ្លាញ់ខ្ញុំនឹងការពារគ្រួសារលីនឲ្យល្អ ឃើញទេយន្តឡុងគេមានទំនួលខុសត្រូវណាស់ចំណែកឯងថប់ទៀតបើភ្នែកមើលពួកយើងត្រូវគេធ្វើបាត់ទៅចង់ក៏ងាប់ទេមែនហើយឲ្យបាយស៊ីមិនគិតលុយនេះគឺអត់បានការពេកហើយទាំងអស់គ្នាកុំនិយាយទៀតយន្តឡុងពឹងលើឯងហើយ បងស្រីកុំបារម្ភខ្ញុំចាត់ចែងបានហើយអាក្មេងមើលច្បាស់ទៅថ្ងៃនេះយើងនឹងមករៀនឯងឲ្យចេះគោរពមនុស្សមែនទេយើងចាំមើលលោកឡាមាន6គ្រាប់យើងមិនចាក់ធំទេយើងចាក់តូចអ្នកណាបោះបានតូចជាងអ្នកនោះឈ្នះហ៊ានទេខ្ញុំហ៊ានតទល់ដល់ទីបំផុតល្អមកចាំមើលច្បាស់ទៅអេល្អយន្តឡុងបកែមែន មួយគ្រាប់ខ្ពស់ផុតគេមិនប្រកាសថាឈ្នះទេ អើយអាកូនឆ្កែមិនចេះស្អីផងមកនិយាយផ្លេចផ្ដាស់បើចេះលេងតែហើយអត់សមត្ថភាពឲ្យមកឈរឈឺឆ្អាគេបែបនេះទៀតអាមនុស្សគួរឲ្យខ្ពើមរអើមអត់ប្រយោជន៍ មិនជឿទេក៏មិនជឿទៅ បានហើយកុំឆ្លោះគ្នាគឺមួយគ្រាប់ខ្ពស់លីយ៉ាងអញចាញ់ហើយស្មានមិនអត់ថាពួកយើងប្រៀបពីធំទៅតូចប្រៀបបន្ទុតូចជាងមែនទេ ខ្ញុំចាញ់ហើយមែនទេ ច្បាស់ណាស់គ្រាប់លុកលាក់6គ្រាប់មានតែមួយបន្ទុបើអញមិនតូចយ៉ាងណាទៅទៀត ខំពីគេថាតកូលលីនអ្នកលេងល្បែងដល់ល្បីល្បាញពិតជាគ្មានចំណេះដឹងពិតមែនអូ
នេះគឺជាបន្ទូលល្អបំផុតហើយមែនទេហ៎ចាំមើលខ្ញុំបង្ហាញឯងអ្វីទៅគឺជារឿងព្រេងនេះរំកិលរូបដូរស្រមោល បើភ្នែកពួកឯងឲ្យធំហើយមើលឲ្យបានច្បាស់ទៅនេះគឺសូនបន្ទុនេះមិនណាជួយទេពួកឯងចាញ់ហើយឆាប់រៀបចំផ្ទះកាស៊ីណូមកពួកយើងទៅ ធ្វើមិនតែកាស៊ីណូជារបស់គ្រួសារលីនបើបាត់កាស៊ីណូអញ្ចឹងគ្រួសារពួកយើងខ្សែធនហើយមែនហើយបើសិនជាប៉ាដឹងពិតជាខឹងស្លាប់ហើយបងស្រីធំពេលនេះពួកយើងគួរធ្វើយ៉ាងម៉េចតើធ្វើយ៉ាងម៉េច អ្នកនេះធំលីននិយាយមកមើលមិនមែនរឿងខ្មៅមកចង់ឲ្យនោះទេ បងស្រីធំ ចង់ភ្នំមួយលើកទៀតទេខ្ញុំឲ្យឱកាសនេះម្ដងទៀត ចង់បានន័យថាម៉េច គ្រាន់តែអ្នកនាងលីនព្រមនៅជាមួយនឹងខ្ញុំមួយខែគឺជាការភ្នោះខ្ញុំនឹងឲ្យឱកាសទៅកូលីនម្ដងទៀតយ៉ាងម៉េច យកមួយខែដូរនៅឱកាសរបស់តកូលីនពួកឯង ពីយ៉ាងម្នាក់នេះធ្វើបាបគេពេកហើយគេចង់បង្ខំឲ្យខ្ញុំចេញមុខហើយមែនទេខ្ញុំមិនអាចជួយតកូលីនបានទេ មិនព្រមទេមិនបង្ខំទេ បានយើងយល់ព្រម បងស្រីធំ មិនអីទេអញដឹងខ្លួនអញហើយនិយាយមកចង់ភ្នាល់អី តាមចិត្តនាងចង់ភ្នាល់អ្វីក៏បាន លីយ៉ាងជាមនុស្សមានល្បិចបាត់ភ្នាល់រឿងស្មុគស្មាញការឈ្នះរបស់យើងតិចទៅហើយលេខបៀចុះអ្នកទាំងពីរចាប់បៀម្នាក់មួយសន្លឹកអត់ស្ពតជាធំយ៉ាងម៉េចដែរ មិនខ្វល់ទេនាងចង់យ៉ាងម៉េចក៏បាន សុំកាច់បៀ គេពិតជាលាក់វាមែនលឿនណាស់សំជាដៃរន្ទះមែន អ្នកនេះធំលីនខ្ញុំពិតជាសរសើរនឹងពិតមែនហ៊ានភ្នាល់បៀជាមួយនឹងខ្ញុំនោះខ្ញុំរងចាំអ្នកនាងលីនបំរើខ្ញុំបញ្ចេញក្បាច់រំនៅលើក្រែណា មនុស្សថាប់ទៀត បងស្រីឲ្យខ្ញុំជំនួសបងទៅ មិនបាច់ទេ នាងជាមនុស្សស្រីខ្ញុំឲ្យកិត្តិយសនាងរើសមុនចុះ បាន បងស្រីធំកុំចាប់ស្លឹកនេះត្រូវចាប់យកស្លឹកមួយនោះវិញ ក្មេងប្រុសម្នាក់នេះឬមួយចំណិតចំណីល្បែង អាយ៉ាក្មេងល្ងងអញចេះបៀស្អីដែរចង់ឲ្យបងស្រីចាញ់ហ៎មិនដឹងយូរហើយថាឯងជាមនុស្សបំណងមិនល្អទេជិះគ្នារបស់គេទេដឹងចុះ ពួកនាងតែដឹងស្អីទៅមិនយូរមិនឆាប់ទេពួកនាងនឹងបំផ្លាញតកូលីន ឯង បងស្រីត្រូវតែជឿខ្ញុំស្ដាប់ខ្ញុំ សៀវជាមិនចេះល្បែងនេះទេខ្ញុំគួរជឿគេយ៉ាងម៉េចសៀវជាកុំខ្វល់បងដឹងហើយ បាននាងមិនយកស្លឹកនេះអញ្ចឹងខ្ញុំចុះហើយ អញជឿតាំងលិញជារើយកសន្លឹកបៀរបស់គេមែនទេលិញជាជាមនុស្សកំសាកគេមិនដែលសុបិចប៉ះបៀមែនហើយបើហ៊ានជាមនុស្សកំសាកម្នាក់នេះពិតជាចាញ់តតរបស់កូនខោ អញ្ចឹងមែនទេ ហើយនេះ ហើយ អាតបិចលៀនជីង
នាងចាញ់ហើយ មិននឹងអាចទៅខ្ញុំចាំច្បាស់ថាខ្ញុំចាប់បានអត់ស្ពតហេតុអីក៏ទៅជាបែបនេះមិនអាចទេហេតុអីក៏ជាអត់ស្ពតបានឯងដឹងថាមួយនេះជាអត់ស្ពតឯងជួយគេបន្លំមែនទេ ពួកនាងឈួតទេខ្ញុំប្រាប់តាំងពីដំបូងថាឲ្យរើសសន្លឹកមួយនោះតែពួកនាងមិនព្រមស្ដាប់ខ្ញុំ លៀនជីងនាងចាញ់ហើយតាមសន្យាកាស៊ីណូជារបស់ខ្ញុំហើយនាងត្រូវនៅជាមួយនឹងខ្ញុំមួយខែអូ មិនអាចទេពិតជាមិនអាចទេមិនក៏ទៅជាអញ្ចឹងបាន បងប្អូនចាំតែនាងលៀនយកមកខ្ញុំយប់នេះខ្ញុំនឹងសប្បាយអស់ដៃ ឡោះពួកឯងកុំធ្វើពេលប៉ុណ្ណាណា ពួកអញហាក់ប៉ះពាល់បងស្រីធំ ពួក យើ ឯង ង ហាមប៉ះពាល់បងស្រីធំយើង ពីយ៉ាងកន្លែងបងល្បាយពួកយើងមិនអាចឲ្យឯងបានទេឯងក៏មិនត្រូវប៉ះពាល់បងស្រីធំជាងដែរយ៉ាងម៉េចនឹងចាញ់ឲ្យមិនព្រមសមមែនទេលៀនជីងនេះចានទៅនៅរបស់នាងឯង ខ្ញុំ បើពិតជាអញ្ចឹងពិតមែនពួកយើងនឹងទៅរកតកោចឹងនៅលីឈើឲ្យលោកម្ចាស់ជាអ្នកកាត់ក្តីបើហ៊ានមកព្រានច្បាប់របស់ឡានដៅខ្ញុំគិតថាលៀនឈើរបស់នាងលែងចង់មានទៀតហើយ វិបោហើយរឿងធំហើយខាត់បងគេឈ្មោះទាំងអស់របស់ចិនចិននឹងឡានដែរលោកម្ចាស់សងប្រកាសជាមិនយល់ព្រមទេ ហើយយ៉ាចាប់ហើយកុំនិយាយទៀតអីយើងទៅជាមួយពួកអញក៏បាន អញ្ចឹងទើបត្រូវកុំអារម្មណ៍អីខ្ញុំប្រកាសជាធ្វើល្អចំពោះនាងហ៎ ចាំតិច យាតូនគ្មានផ្លូវផ្សេងទេវាជាច្បាប់របស់ឡានដែរ ត្រូវហើយជាមនុស្សថោកទាបគ្មានប្រយោជន៍នៅហ៊ានមកឈរនៅទីនេះក្អេងក្អាងទេ កុំមកធ្វើខ្មាស់គេនៅទីនេះ បងស្រីធំពួកយើងនឹងមិនទាន់ចាញ់ទេការភ្នាល់មិញនេះគឺមិនរាប់ទេ ឯងឈិនណាឯងថាអត់រាប់គឺអត់រាប់អញ្ចឹងតើមិនដែរទេហ៎ យើងថាមិនរាប់គឺមិនរាប់ហើយព្រោះបៀនឹងមិញនេះខ្វះសន្លឹកខេមួយសន្លឹកតាមច្បាប់របស់ឡានដៅបៀមិនគ្រប់មិនអាចរាប់បានទេ ព្រះអើយពិតជាបាត់មួយសន្លឹកមែន អូល្អខ្លាំងណាស់តាមពិតលីយ៉ាងដូចបន្លំស្លឹកបៀមួយសន្លឹកទើបខ្ញុំចាំខុសសៀវយាកយកបានស្ពតអេនៅមើលឃើញថាបាត់មួយសន្លឹកទៀតឬមួយសៀវយាកជាអ្នកខ្លាំងពូកែពិតមែន ពេលនេះដល់ពេលដែលខ្ញុំត្រូវភ្នាល់ជាមួយនឹងឯងពេលនេះដល់ពេលដែលខ្ញុំត្រូវភ្នាល់ជាមួយនឹងឯង ឯងចង់ភ្នាល់ជាមួយជើងឯងគិតថាសោះសមទេ ត្រូវហើយលៀនយាជាក្មេងកំព្រាមិនចេះដឹងស្អីសំបីយូឡងក៏មិនមែនជាគូប្រជែងរបស់គេផងចុះអញហ៊ានមក ត្រូវ ផ្លាស់ ហើយ ស្អី លី ទៀត យាអញឆាប់ដកខ្លួនចេញទៅពួកយើងកំពុងវេទនាហើយខួរក្បាលអន់មែនពេលនេះហើយនៅមើលអត់ដឹងថាសៀវយាកពូកែក្នុងចំណោមអ្នកខ្លាំងពួកឯងបិទមាត់ទៅ បងស្រីគេនឹងធ្វើឲ្យយើងថ្លា យើងប្រាប់ថាបិទមាត់ឈរនៅម្ខាងទៅបងធំបានលើកលែងឲ្យលីនយាកូនថោកទៀតនេះបងស្ដាយក្រោយហើយ បងប្រុសលៀនជាលើកនេះអាស្រ័យលើបងហើយលៀនជាអើយលៀនជាឲ្យឯងឡើងទៅចុះចាំមើលថាឯងអាម៉ាស់មុខប៉ុណ្ណា យាកទៅពឹងលើឯងហើយ ខ្ញុំគ្រាន់តែចង់ដឹងថាឯងហ៊ានភ្នាល់ឬក៏អត់ អាចឈួតម្នាក់នេះកាន់តែខ្លាំងឡើងហើយតាសូម្បីតែបងធំពួកយើងក៏វាហ៊ានចង់ភ្នាល់ជាមួយដែរហ៎ពេលបងធំពួកយើងនៅលេខ B ឯនៅស្រុកខ្សែលេខភួតនៅឡើយនោះទេ ចេញទៅឆ្ងាយទៅពួកអាចចង់មកទៀតពីអ្នកឯងនេះមានសិទ្ធអីមកនិយាយនៅទីនេះ អត់ប្រយោជន៍ហ៊ានជេរពួកយើងផង យើងជេរពួកឯងតើវាមានតែខុសស្អីទៅពួកឯងគ្រាន់តែជាមនុស្សចោលមកសៀតបើមិនពេញចិត្តឯងសាកកម្លាំងជាមួយនឹងយើងទៅបើឯងឈ្នះយើងលុតជង្គង់ហៅឯងថាលោកតាពួកឯងចាញ់ត្រូវលុតជង្គង់ និយាយស្អីអាក្មេងសំដីធ្លោះមែនបានចង់ភ្នាល់បែបណាអាក្មេងសំដីធ្លោះមែនបានចង់ភ្នាល់បែបណា ចង់ភ្នាល់បែបណាក៏បានដែរប៉ុន្តែលក្ខខណ្ឌត្រូវតែផ្លាស់ប្ដូរមិនអាចយកបងស្រីធំរបស់ខ្ញុំមកភ្នាល់ទេ ឡយើងនឹងយកកាស៊ីណូនេះហើយព្រមទាំងលុយទាំងអស់នេះយកមកដាក់ជាការភ្នាល់ជាមួយនឹងអាចទៅចុះរបស់ដាក់ភ្នាល់អញវិញ ជីវិតរបស់យើង ចង្រៃចុះពួកយើងត្រូវការជីវិតថោកទាបរបស់ឯងនេះដែរទេត្រូវហើយ បងប្រុសមិនឲ្យអញយកជីវិតមកភ្នាល់ដាច់ខាត បងស្រីកុំបារម្ភអីខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ បងប្អូនរបស់យើងនិយាយត្រូវហើយយើងត្រូវការជីវិតថោកទាបរបស់ឯងធ្វើចុះមកបដូរយកកាស៊ីណូមួយទៀតរបស់តកូលីនមកភ្នាល់តើយ៉ាងម៉េចដែរព្រមទេ មិនបានដាច់ខាន ខ្ញុំក៏មិនព្រមដែរ អូអញ្ចឹងមានន័យថាភ្នាល់ឲ្យកើតហើយ ឯង បានយល់ព្រមយកកាស៊ីណូរបស់យើងមួយទៀតមកភ្នាល់ បងស្រីធំ អញស្ងាត់មាត់លោកប៉ាមិននៅទីនេះគឺយើងជាអ្នកសម្រាញ់ ចាប់តាំងពីបងស្រីធំជឿជាក់លើបងលៀនជាខ្ញុំក៏គ្រប់គ្រងការសម្រេចចិត្តបងស្រីធំដែរឡនណាអ្វីដែលខ្ញុំចង់បានគឺលទ្ធផលបែបនេះចាំមើលអាថោកទាបម្នាក់នេះចាយកាស៊ីណូចុងក្រោយនេះទៅតែតកូលីនក៏លែងមានកន្លែងសម្រាប់វាដែរ អូនប្រុសពេលនេះពឹងលើឯងហើយ ល្អពេលនេះចាប់ផ្ដើមបានហើយមែនទេ ឡឥឡូវនេះឯងជួយអំណាចធំដល់ជើងបែបនេះយើងមិនអាចមិនទទួលយ៉ាងម៉េចទៅបើធំភ្នាល់បែបនេះមើលទៅដូចជាគ្មានអ្វីសោះចុះបើបន្ថែមអ្វីបន្តិចបន្តួចពីលើនឹងទៀតតើយ៉ាងម៉េចដែរមែនទេបន្ថែមក៏បានអាក្មេងឯងហ៊ានទេហ៊ានណាស់ទេ ខ្ញុំមិនដែលខ្វល់ទេ ឡបើយើងឈ្នះឯងត្រូវកាត់មួយរៀបដៃឯងចេញហើយក្រាបក្បាលឯងនឹងដីសំពះសុំទោសយើង មិនបាន ល្អ
បើឯងចាញ់ឯងត្រូវតែលុតជង្គង់នៅមុខកាស៊ីណូយើងមួយថ្ងៃមួយយប់ប្រាប់ភ្ញៀវទាំងអស់ថានេះគឺជាផលដែលទទួលបានពីការបង្ករឿងទីនេះអញ្ចឹងពួកយើងចាប់ផ្ដើមទៅ បងប្រុសមិនអីពិតមែនទេ បងស្រីធំកុំបារម្ភអី ក្មេងម្នាក់នេះមានប្រវត្តិយ៉ាងម៉េចខ្ញុំត្រូវចាំមើលពីប្រជុំទៀតសិនតើគេប្រកែពិតឬគ្រាន់តែអួតឥឡូវលក្ខខណ្ឌភ្នាប់ប្រហើយ3ជុំឈ្នះ2ទី1យើងចាប់បៀធំតូច បានយកបៀថ្មីមួយឈុតមកខ្ញុំចាប់មុនលិនជាឯងចាញ់ប្រកាសហើយឯងចាញ់ហើយយើងស្មានថាឯងជាអ្នកជំនាញខាងបៀតែមកទៅកម្រិតប៉ុណ្ណឹងសោះ បងស្រីធំខ្ញុំប្រាប់តាពីរបស់ថាកុំជឿគេឥឡូវឃើញទេកាស៊ីណូចុងក្រោយក៏ត្រូវចាញ់គេបាត់ហើយ មិញថប់ទៀតពួកយើងត្រូវឯងធ្វើវេទនាហើយ បងលីជាក៏មិនចង់បាននេះដែរបងស្រីទី2បងស្រីទី3ក៏មកទោសគាត់អីខ្ញុំថាគាត់ក៏ពិបាកចិត្តដែរ បងប្រុសនេះ បៀស្លាប់8មិញនេះមើលមុខឯងឡើងមុំយើងស្មានថាឯងមានសមត្ថភាពតើធ្វើឲ្យពួកយើងនេះភ័យអស់បន្តិចដែរតាមពិតជាមនុស្សអត់បានការសោះខ្ញុំសូមប្រាប់ឲ្យហើយណាពួកយើងនេះមិនខុបខិតគ្នាទេហ៎ឯងមានគំនុំជាមួយតកូលីនមែនទេ អ្នកណាថាច្បាស់ជាខ្ញុំចាញ់នោះ អញឈួតមែនទេគេមានអន្តរបាលឯងមាន8កំហុំបើមិនចាញ់អ្នកណាអ្នក ឯង ចាញ់ គិតថាទីនេះធ្វើអ្វីក៏បានដូចតំបន់ក្រីក្រឯងចឹងហី ស្ងាត់មកទៅអ្នកចាញ់គឺជាឯងព្រោះឯងលួចបន្លំសន្លឹកបៀ ថាយើងលួចបន្លំស្លឹកបៀកម្រិតឯងប៉ុណ្ណឹងទេចោលគេត្រូវមានផោះតាំងឯណាផោះតាំង ភ័ស្តុតាងគឺសន្លឹកបៀរបស់យើងខាងក្រោយខ្នងវាពណ៌ខៀវចំណែកឯងវិញតើជាពណ៌អ្វីទៅ ឯនេះយើងមិនសមហេតុផលបានយើងនឹងធ្វើឯងចាញ់ដល់អត់ចិត្តមិននឹងអាចរួចទៅ សៀវយា ឯងចាញ់ហើយ មិននឹងអាចរួចទៅខ្ញុំមិនបានឃើញលីយ៉ាងបន្លំស្លឹកបៀផងគេអាចយកអាចបិទបានយ៉ាងនេះហើយចាំបាច់ធ្វើបាននេះទៀតធ្វើអីឬមួយក៏លីនជាគេជាអ្នកធ្វើ តាមច្បាប់លបែងបៀអ្នកណាបន្លំសន្លឹកបៀឲ្យត្រូវគេចាប់បានអ្នកនោះគឺ ឯងជាអ្នកលួចបន្លំអាចចូលមកកប់បញ្ហា គួរឲ្យអស់សំណាច់ណាស់បើយើងលួចបន្លំមែនយើងនឹងជួយខ្លួនឯងហើយមិនមែនជួយពួកឯងបែបនេះទេ ឯងតើឯងបានធ្វើយ៉ាងម៉េច ខ្ញុំមិនយល់ថាឯងនិយាយពីអ្វីទេ ឡជុំនេះចាត់ទុកថាខ្ញុំចាញ់ចាំមើលជុំក្រោយ ល្អ ជុំទី2ខ្ញុំចង់ប្រកួតគ្រាប់លោកឡាក់ជាមួយឯងអ្នកបានបន្ទូតែជាងអ្នកឈ្នះ យាតូនកុំអីបច្ចេកទេសកលុកគេខ្លាំងណាស់ កូនក្មេងហ៊ានដែរទេ បងស្រីធំកុំបារម្ភអីកុំនិយាយច្រើនពេកចាប់ប្រាំទៅ មើលឲ្យច្បាស់ការផ្លាស់ប្ដូរទីតាំងនេះក្នុងពិភពល្បែងទាំងមូលអ្នកចេះមានតែម្នាក់ទេអាក្មេងឯងចាញ់ហើយ មនុស្សថោកទាបនេះដឹងគេកលុកបានសុំបន្ទូឲ្យនៅប្រកួតទៀតបានន័យថាម៉េច ចូលមក ហើយយើងឯងលេងសាច់ស្អី បើនាងមិនចង់មកទេបិទមាត់សំអុយរបស់នាងខ្លះទៅអូខេ បងស្រីមើលគេទៅ ស្ងាត់មាត់ បងលេងទៀតប្រឡាំងបងប្រកាសជាធ្វើបានឬមួយក៏គេចេះក្បាច់ផ្លាស់ប្ដូរទីតាំងដែរមិនអាចទេ ឯងសូនបន្ទុកយើងក៏សូនបន្ទុកមិនក៏ថាយើងចាញ់ នេះហោះហើរលើមិនទេក្នុងលោកនេះនៅមានអ្នកក្លុកនេះហោះហើរលើមិនចេញមកទៀតទេនេះមិនយ៉ាងណាទៅ កំណត់ត្រាបបែកនៅផ្ទះការពិតគឺយាតូចកលុកបាន អាមនុស្សម្នាក់នេះតើវាមកពីណាមិនមែនវាមកពីតំបន់អាណាធិបតេយ្យទេជុំនេះចាត់ទុកថាស្មើគ្នានៅមានជុំទី3ទៀតចាំមើលជុំក្រោយទៀតទៅជុំនេះចាត់ទុកថាស្មើគ្នានៅមានជុំទី3ទៀតចាំមើលជុំក្រោយទៀតទៅ មកតែលេងជាក៏មានសមត្ថភាពដែរទោះជុំទី3ចាញ់តែគឺស្មើគ្នា ចាំមើលសិនទៅបងមានអារម្មណ៍ថាមិនស្រួលទេ យាតូចប្រយ័ត្នណាគេមែនតែនហើយ វាមិនអីទេគេចង់លេងបែបណាខ្ញុំក៏តាមនឹងនិយាយមកជុំទី3ឯងភ្នាល់យ៉ាងម៉េច ជុំទី3យើងត្រូវប្រកួតបោះគ្រាប់លោកឡាក់ដើម្បីដណ្ដើមគ្នាមានគ្រាប់លោកឡាក់6គ្រាប់ឲ្យបោះឡើងលើក្នុងដៃអ្នកណាមានពិន្ទុច្រើនជាងអ្នកនោះជាអ្នកឈ្នះ យាតូចកុំអីគេល្បីខាងដៃរហ័សអញចាប់មិនតាន់គេទេ មកប្រយ័ត្នបំកាត់ទឹកកំនេះអីបដូរលបាយផ្សេងទៅ មែនហើយហេតុអីគ្រប់លើកត្រូវតែលេងល្បែងខ្លាំងជាងគេ មកតែដណ្ដើមគ្រាប់លោកឡាក់នឹងឯងបើឯងមិនហ៊ានភ្នាល់នោះទេឯងចុះចាញ់ទៅមែនហើយយកមិនឯងថាលេងស្អីក៏បានដែរឯងចង់ដល់ពីវិញហើយ
យាទៅកុំចាញ់សម្ដីគេញុះញង់ ឡអញ្ចឹងលេងដណ្ដើមក្របលោកលាក់គ្នាទៅ អាក្មេងឯងចាំមើលឲ្យបានច្បាស់ទៅឯងរហ័សឬក៏ដៃរបស់ជាខ្លាំង កុំនិយាយច្រើនពេកចាប់ផ្ដើមទៅ បងធំ ហើយចាខ្ញុំប្រាប់ហើយកុំឲ្យប្រកួតដណ្ដើមក្របលោកឡាក់អីឃើញទេចាញ់គេទៀតហើយ យាទៅមិនអីទេអញធ្វើត្រូវហើយនៅមានឱកាសទៀត មិនឲ្យបងប្រយាបងខំប្រឹងណាស់ហើយ អ្នកណាថាខ្ញុំចាញ់ នៅថាអត់ចាញ់យើងឃើញអស់ហើយក្របលោកលាក់គេចាប់បានស្ទើរទាំងអស់ បងប្រយាចាញ់ម្ដងមិនមែនជារឿងធំដុំទេ ខ្ញុំបានតែមួយបន្ទុកទេដល់វិញឯងហើយ បងធំយកឈ្នះហើយខ្ញុំឃើញច្បាស់ណាស់គ្រាប់លោកឡាក់មាន6គ្រាប់បងចាប់បាន5គ្រាប់មិនឲ្យបងធំបញ្ញាបើកទៅ បញ្ញាបើកមកយ៉ាងម៉េចខ្លាចហើយតែមែនទេ បិទមាត់របស់ឯងទៅចាញ់ហើយនៅហ៊ានព្រោះទៀតមិនឲ្យបងធំកំចាត់ទៅចោលទៅនេះមិនអាចទៅមិនអាចធ្វើទៅ គ្មានបានសម្បីមួយប៉ុ ខា ណ្ ង ណឹ យើង ង ឈ្នះហើយ មិនក៏ទៅជិះចឹង យាទៅនេះ ដៃរន្ទះឯងចាញ់ហើយមនុស្សណែណាយកកំបិតមកកាត់មេរៀមដៃគេចេញទៅ ចា ច្បាប់បនលបែងហ៊ានលេងហ៊ានចាញ់ ឯងជាមនុស្សបែបណា ឯងមិនចាំបាច់ដឹងថាយើងជាអ្នកណាទេអ្វីដែលឯងត្រូវដឹងនៅពេលនេះគឺហ៊ានលេងត្រូវតែហ៊ានសង បងប្អូនយើងខាងនេះចាញ់ហើយយើងព្រមប្រគល់បនលបាយនឹងលុយទាំងអស់ឲ្យពួកឯងវិញហើយថែមទាំងសង10លានដល់ឯងទៀតហើយរឿងនេះឯងមិនចាប់ត្រឹមនេះចុះ អញក៏ស្រួលពេកហើយមិនអាចទេ បានពួកយើងព្រមព្រៀងនឹងឯង យិនឡុង មកស្រីនៅក្រៅពួកគេគឺតកូលលាវពួកយើងមិនអាចធ្វើឲ្យពួកគេអន់ចិត្តនោះទេ យាទៅគិតយ៉ាងម៉េចដែរ រឿងនេះមើលទៅដូចជាមិនមែនធម្មតាទេចាំមើលស្ថានភាពសិនបងស្រីដោះស្រាយបែបណាក៏ខ្ញុំយល់ព្រមដែរ ក្រៅពីសងជំងឺចិត្ត10លានយួនពួកឯងត្រូវមកសុំទោសពួកយើងនិងសារភាពកំហុស ឡោមកធំ សុំទោសពួកយើងខុសហើយ លុយមិនថ្ងៃក្រោយខ្ញុំនឹងឲ្យគេយកមកឲ្យ ចេញទៅ អាក្មេងលើភ្នំមានភ្នំលើមនុស្សមានមនុស្ស ហ៊ានតែរអ៊ូមួយម៉ាត់ទៀតយើងនឹងកាច់មេរៀមដៃឯងចោល ពួកយើងទៅ យាទៅយប់នេះអរគុណអញណាមិនស្មានថាស្នៀតលេងប៊ីឯងដល់ម្លឹងទេ បងស្រីគ្រាន់តែបងមិនឯងគឺល្អហើយ ពួកឯងទាំងពីរនេះឆាប់សុំទោសយាទៅទៅសុំទោស សុំទៅ យាទៅបងទី2និងបងទី3ការពិតពួកគេមិនតន់សុំនឹងការមកដល់របស់ឯងរកបានគ្នាត្រូវបានដឹងហើយ បាន យិនឡុងឯងធ្វើអីហ្នឹង អបោះស្រីធំមិនក៏នៅទីនេះ នេះគឺខោក្នុងរបស់យាយយ៉ាវឯងចង់ទម្លាក់កំហុសទៅឲ្យយាទៅមែនទេ មិនមែនទេបោះស្រីធំគឺខ្ញុំបានឃើញបងលៀនជាលុយខោក្នុងបោះទី2ដូច្នេះខ្ញុំចូលមករកផាតាំងនេះហើយគឺជាផាតាំង ពិតមែនទេ បោះស្រីធំបងនៅតាមជាខ្ញុំអត់ទេមិនក៏បងជំនួសថោកទៀតបែបនេះ បើអញ្ចឹងមនុស្សថោកទាបគឺយាទៅមែនទេ ខ្ញុំក៏មិនជឿថាបងយកធ្វើបែបនេះដែរប៉ុន្តែផាតាំងច្បាប់បែបនេះឲ្យបងមិនជឿទៀតទេបងស្រីធំបង ឯងគិតថាលើលោកនេះមានតែឯងទេដែលឆ្លាតអ្នកផ្សេងទៀតគេសិតតែល្ងងមែនទេ ខ្ញុំមិនយកពីនៃរបស់បងទេ យើងសុំប្រាប់យើងសង្ស័យឯងយូរហើយថ្ងៃយាទៅចូលមកឯងយកលំអងផ្កាម្លិះទឹកបាច់លើសម្លៀកបំពាក់គេបំណងឯងគឺដាក់អន្ទាក់គេពិតមែនដែរទេ បងស្រីខ្ញុំមិនដឹងថាបងកំពុងនិយាយអីទេ ស្ដាប់មិនបានទេចុះអានេះវិញ មិនអាចទេមិនក៏បងមានរូបថតនេះ តាំងពីឯងវល់លីយ៉ាងយើងចាប់ដើមសង្ស័យហើយក្រោយមកឃើញឯងលប់ទៅជួបគេទៀតមែនដែរឬអត់ បងស្រី កុំហៅយើងថាបងលិញយន្តឡុងគ្រួសារយើងមិនដែលធ្វើមិនល្អលើឯងទេតែឯងខົບខិតមនុស្សខាងក្រៅបំផ្លាញគ្រួសារយើងឯងថោកជាងឆ្កែ បើអញ្ចឹងឥឡូវនេះខ្ញុំនិយាយអ្វីក៏លែងមានន័យដែរមែនទេបើអញ្ចឹងឥឡូវនេះខ្ញុំនិយាយអ្វីក៏លែងមានន័យដែរមែនទេ ទីបំផុតឯងលេងលាក់បាំងហើយ បានជាបានដឹងអស់ហើយខ្ញុំមិនចាំបាច់លាក់បាំងទៀតទេប្រាប់នាងតាមត្រង់លីយ៉ាងខ្ញុំជាអ្នករកមកជ្រាបដល់ការពេលតាកាចាស់មិនចង់ឲ្យគ្រួសារនាងបែកបាក់គ្នាគ្មានសល់ គ្រួសារយើងបែកបាក់មានប្រយោជន៍អីចំពោះឯង អញ្ចឹងខ្ញុំអាចទទួលនាងមកជាមួយគ្នាបងស្រីទី2បងស្រីទី3ពួកនាងសិនតែជារបស់ខ្ញុំ អាមនុស្សថោកទាប បងស្រីធំនាងគួរតែដោយបងស្រីទី2បងស្រីទី3ស្ដាប់តាមខ្ញុំដែរទៅហេតុអីក៏ឆ្លាតបែបនេះ
ធ្វើឲ្យយើងពេលនេះពិបាកចិត្តខ្លាំងម្ល៉េះ ឯងចង់យ៉ាងម៉េច ខ្ញុំចង់យ៉ាងម៉េចខ្ញុំបានបាយធ្លាយទៅហើយចឹងបងស្រីធំមិនខ្មៅយូរទេបងស្រីធំកុំប្រកាន់ខ្ញុំអីទាំងអស់នេះគឺបងស្រីឆ្នាំបង្ខំខ្ញុំទេស្ដាប់ទៅបងស្រីធំបងស្រីឆ្នាំបង្ខំខ្ញុំទេបងស្រី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 បងមិនអីទេមើលទេហ៎បងស្រីបងស្រីបងស្រីមិនអីទេមើលទេ ជាតូចលិនយន់ឡុងអាមនុស្សថោកទាបនោះខົບខិតជាមួយដៃរន្ទះចង់រកអស់ទ្រព្យសម្បត្តិគ្រួសារយើងហើយនឹងចាប់បងទី2និងទី3របស់ឯង កុំនិយាយអីឈប់និយាយទៅខ្ញុំនាំបងទៅពេទ្យទៅពួកយើងទៅ ស្ដាប់បងទៅលេងរួចហើយសុំទោសដែលឯងទៅតែមកហើយត្រូវជួបនឹងបែបនេះបងសុំបងឯងជួយមើលថែផ្ទះថែរក្សាបងទី2និងទី3 បងស្រី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  លៀនជាអាចធ្វើអីអាមនុស្សថោកទៀតចាប់លេងបងស្រីទៅបងស្រីបងស្រីអាចធ្វើអីលេងបងស្រីទៅបងស្រីបងស្រីដឹកខ្លួនឡើងបងស្រីបងស្រីដឹកខ្លួនឡើង បងស្រី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 មកទៅជាបែបនេះព្រឹកមិញគាត់មានអីណា គឺវាជាអ្នកសម្រាប់បងស្រីធំពេលដែលខ្ញុំចូលមកឃើញដល់តបនេះវាចាំបាច់កុំបងស្រីធំលៀនជាអាមនុស្សថោកទៀតហេតុអីក៏សម្រាប់បងស្រីធំ មនុស្សថោកទាបហ៊ានសម្រាប់បងស្រីធំយើងរំវាយឯងឲ្យស្លាប់អាបីសាញពុកគាត់បងស្រីរបស់យើងអ្វីមក ឯងសម្រាប់បងធំធ្វើអីឯងសម្រាប់បងធំហើយនៅហ៊ានវាយយើងទៀត អឃាតកោសម្រាប់មនុស្សយើងនឹងរៀបការទៅប៉ូលីសយើងនឹងរៀបការទៅប៉ូលីស អាមនុស្សថោកទៀតបងស្រីធំដល់ដែរឯងណាឯងរួមដៃជាមួយអ្នកដទៃពេលដែលបងស្រីធំដឹងរឿងឯងក៏សម្រាប់គាត់បំបត្តិមាត់ ឯងគិតថាយើងលិញយានេះជាប្រពុតធ្វើអំពីអត់មែនទេឯងគិតថាយើងលិញយានេះជាប្រពុតធ្វើអំពីអត់មែនទេដែលអាចឲ្យឯងមកបង្ខូចកេរ្តិ៍ឈ្មោះលិញយាយើងបាននោះឯងសម្រាប់បងស្រីធំ ជួយផងបងស្រីធំហើយចង់សម្រាប់យន់ឡុងទៀត ជួយផង ឡើងគេទៅ ឡើង អ្នកនេះទី2 ឆាប់ចូលមកចាប់វាភ្លាមទៅ បាទចូលចិត្តប្រើកេរ្តិ៍ឈ្មោះមែនទេចូលចិត្តលេងល្បិចមែនទេមកបន្តទៀតទៅគិតថាយើងនេះ យន់ឡុង ឯងគិតថាយើងនិយាយដោះសារជាមួយឯងមែនទេប្រាប់ឯងឲ្យដឹងចុះយើងលិញយាសម្រាប់មនុស្សមិនដែលត្រូវការពាក្យពន្យល់អ្នកណាទេ គ្រប់គ្រាន់ហើយ គ្រប់គ្រាន់ស្អី កុំធ្វើរឿងព្រៃផ្លាស់ លិនជីអញឈួតឲ្យមែនទេយើងឲ្យអញឈប់ភ្លាម ម្នាក់មិនលឺទេគេម្នាក់នេះគឺជាអ្នកសម្លាប់បងស្រីធំប៉ុន្តែគ្រប់គ្នាបែរជាល្ងងយ៉ាងនេះមើលមិនដឹងថាអ្នកណាគឺជាឃាតករពិតនោះទេ រត់ទៅចាប់គេជាប់ហើយរត់ទៅ យន់ឡង អាមនុស្សល្ងងឯងរត់មិនរួចទេអាមនុស្សល្ងងឯងរត់មិនរួចទេ លិនជីយើងប្រាប់ឲ្យអញឈប់លុយទេ លិញជាពួកយើងធ្វើអីខុសបានជាឯងសងសឹកនឹងពួកយើងបែបនេះឯងគឺជាបិសាច កុំធ្វើព្រៃផ្លាស់ណា យើងប្រេះផ្លាស់ស្អីឯងប្រកែកណាស់មែនទេក្រែងឯងចូលចិត្តធ្វើរឿងអាក្រក់លួចលាក់នៅពីក្រោយខ្នងតែមែនទេយើងមិនចូលចិត្តឯងផងប៉ុន្តែឯងរកសេចក្តីស្លាប់ដោយខ្លួនឯងយើងបំពេញបំណងឯងចុះឈប់សើន បាទជួយខ្ញុំផងលីយាសម្រាប់បងស្រីធំហើយឥឡូវនេះចង់សម្រាប់ខ្ញុំទៀត ប៉ា
លិនជាឈួតហើយ ឯងនិយាយអីលឺចេញគេណា ប៉ាបងស្រីធំស្លាប់ហើយលៀនជាជាអ្នកសម្លាប់ ណាអើយសៀវយាតើមានរឿងអីកើតឡើងទៅប៉ាទើបតែចេញទៅប្រហែលថ្ងៃសោះមិនក៏កូនបែបនេះសៀវយា ប៉ាគេជាអ្នកធ្វើប៉ាត្រូវសងស្រីបងស្រីធំ បងស្រីធំមិនមែនខ្ញុំជាអ្នកសម្លាប់គឺគេជឿមិនជឿក៏ស្រេចតែចិត្តចុះខ្ញុំមិននិយាយអ្វីច្រើនទៀតទេ លៀនជាអាចចេះតែនិយាយមកកាគេឯងទេ លិនជាដល់ថ្នាក់នេះហើយឯងនៅចោតយន្តឡងទៀតអញនេះថោកទាបជាងសត្វមែន បិទមាត់ទាំងអស់គ្នាទៅពួកឯងចិត្តថាសៀវយាសម្លាប់សៀវជីងឯងបានឃើញផ្ទាល់ភ្នែកដែរទេហ៎ តែយន្តឡងថាគេបានឃើញដល់តបភ្នែង តែសៀវយាក៏ថាយិនឡុងជាអ្នកសម្លាប់សៀវជីងដែរហេតុអីក៏ពួកឯងមិនថាផងទៅពេលនេះប៉ាមិនបានជឿទៅលើលិនយិនឡុងទេ ប៉ុន្តែ ប៉ាមិនជឿខ្ញុំទេ ម្នាក់គឺជាកូនបង្កើតម្នាក់ទៀតគឺជាកូនចិញ្ចឹមសុទ្ធតែស្និទ្ធស្នាលនឹងយើងមិនអាចជឿពាក្យណាបានទេការពិតជាយ៉ាងណាយើងនៅមិនទាន់បានដឹងត្រូវនិយាយដោះស្រាយដល់ភ័ស្តុតាងយកភ័ស្តុតាងចេញមកតាមពិតទៅខ្ញុំមិនចង់និយាយច្រើនទេចង់សម្លាប់អាលិនយិនឡុងនេះតែម្ដងដើម្បីសងសឹកឲ្យបងស្រីធំតែឥឡូវនេះយុត្តិធម៌រកយុត្តិធម៌ឲ្យបងស្រីប៉ាថាត្រូវហើយទុកឲ្យការពិតជាអ្នកនិយាយចុះ ការពិតគឺអាចជាអ្នកសម្លាប់បងស្រីធំខុបខិតជាមួយនឹងដៃរទេះមិនតមកបងស្រីធំនឹងរឿងឯងសម្លាប់គាត់បំបត្តិផតាំង ពិតជាមនុស្សអាក្រក់ដែរចោតប្រកាន់គេមែនបងប្រុសលិនជាខ្ញុំមកតាន់ទេបងប្រុសលិនជាខ្ញុំមកតាន់ពេលដែរទេ នេះគឺសងយើ នាងជាចៅស្រីលោកម្ចាស់សុងជាអ្នកមាននៅឆេងចេងនាងស្គាល់លិនជាដែរ អ្នកនាងសូមមកទីនេះមានធ្វើអ្វីដែរ ទីនេះតាមការស្នើរបស់បងប្រុសលិនជាគាត់ឲ្យសើពីយន្តឡុងហើយនឹងដៃរន្ទះថាពួកគេមានតំណែងតំណងអីស្មានមិនដល់ពិតមែននេះជាអ្វីដែលខ្ញុំសង្កេតបាន មិនក៏ឯង យន្តឡងពួកយើងខំជឿជាក់ឯងតែឯងបែរជាហ៊ានខុបខិតជាមួយមនុស្សខាងក្រៅមកធ្វើបាបពួកយើងអាមនុស្សក៏បាន មិនហើយថោកទាបពេកហើយបងស្រីធំក៏ត្រូវឯងសម្លាប់ដែរ ចង្រៃមែន ល្អលៀនជាអើយលៀនជាខ្ញុំស្មានថាជាកូនអ្នកក្រីក្រជាមនុស្សថោកទាបឥឡូវនេះមើលទៅខ្ញុំដូចជាមើលស្រាលឯងពេកហើយ យ៉ាងម៉េចលាក់បាំងលេងបានហើយមែនទេយ៉ាងម៉េចលាក់បាំងលេងបានហើយមែនទេ និយាយមកមិនបានជាឯងសម្លាប់បងស្រីធំ នោះមកពីនេះសុំតែស្រាប់អ្នកណាឲ្យនាងលួចស៊ើបរឿងរបស់ខ្ញុំអ្នកណាឲ្យនាងដឹងការពិតគ្រាន់តែធ្វើខ្លួនល្ងងដូចជាបងទី2ទី3នាងប្រកាសជាមិនស្លាប់នោះទេ យន្តឡងបងស្រីធំឯងជាអ្នកសម្លាប់មែនទេអាមនុស្សថោកទាបសម្បីតែឆ្កែក៏មិនស្មើផ អា ង មនុស្សថោកទាបគ្រួសារយើងចិញ្ចឹមឯងឲ្យស៊ីឲ្យផឹកទីបំផុតឯងតបស្នងយើងបែបនេះតើមែនទេធ្វើរឿងដែលយើងនឹកស្មានមិនដល់ ចាទុកខ្ញុំជាកូនបង្កើតដែរចុះហេតុអីក៏ត្រូវគេត្រឡប់មកវិញ ដើម្បីឯងយើងបានបោះបង់កូនបង្កើតរបស់យើងចោលហេតុអីបានជាឯងឈួតបែបហ្នឹង ប៉ាកុំនិយាយជាមួយមនុស្សថោកទាបនេះទៀតអីឆាប់ឲ្យប៉ូលីសមកចាប់វាភ្លាមទៅប៉ា អ្នកណាក៏បានដែរចាប់វាមក បាទមនុស្សអត់បានការប្រមាណនេះចង់ចាប់ខ្ញុំ មិនក៏ឯងចេះក្បាច់គុណ ស្មានមិនទេបងប្រុសមកការរបស់ខ្ញុំហ្វឹងជុងមករកខ្ញុំឃើញជុំមកហើយម៉ាច់គុណនៅល្បិចទាំងអស់នេះគាត់គឺជាអ្នកបង្រៀនខ្ញុំរយៈពេលច្រើនឆ្នាំខ្ញុំនៅផ្ទះនេះគឺដើម្បីបងស្រីធំបងស្រីទី2បងស្រីទី3ប៉ុណ្ណោះ ឯងដឹងទេថាឯងនិយាយពីស្អីអាមនុស្សថោកទាបការពិតកំណត់អាក្រក់ឯងពួកយើងចាប់បានយូរហើយ ត្រូវហើយតាំងពីខ្ញុំអាយុ3ឆ្នាំខ្ញុំស្បត់ថាខ្ញុំនឹងយកមនុស្សស្រីតកូនលៀងទាំង3ឲ្យបានឯងជាអ្នកបំផ្លាញរឿងរបស់ខ្ញុំ ឯងកំពុងតែរកស្លាប់ហើយ អាបៃសាញអញជឿបៃសាញ ចាប់វាទៅ ចាប់គេទៅ បាទ ចាប់គេទៅ បាទ គ្រាន់តែមនុស្សមិនប្រមាណអ្នកនេះចង់ចាប់ខ្ញុំថ្ងៃនេះខ្ញុំចង់ទៅណាក៏អ្នកណាមិនអាចខកខ្ញុំបានដែររួមតែឯងផងដែរ មែនទេ លៀនជាមិញនេះខ្ញុំគ្រាន់តែមកចង់បញ្ចេញកម្លាំងពិតប៉ុណ្ណោះក្នុងភ្នែកខ្ញុំឯងគ្រាន់តែជំនួសគ្មានតម្លៃស្លាប់ទៅល្អណាស់ក្មេងឯងជាអ្នកមកខំជើងទៀតណា មានតែប៉ុណ្្នឹងទេយើងនឹងមិនទាន់គ្រប់គ្រាន់ទេ ស្មានមិនដល់ថាបងប្រុសប្រកែដល់ម្លឹ មិន ង ទេយើងប្រហែលជាយកច្រឡំលើបងប្រុសហើយ ឯងពិតជាសាហាវណាស់ ចង់រត់មែនទេចង់រត់មែនទេ បងប្រុសឈប់ភ្លាមហ៊ានប៉ះពាល់មនុស្សទៅកូហ្វាងយើងឯងរកស្លាប់ហើយ
បងប្រុស បងប្រុសជាមិនអីទេមែនទេហ្វាំងជុនមកពីបៃចេងហេតុអីគេមកដល់ទីនេះ ហ្វាំងជុនពូកែណាស់មែនទេ លើថាគេកាច់សាហាយក្នុងពិភពងងឹនហើយថែមទាំងជាមនុស្សពូកែល្បិចទៀត បងប្រុសទីមកភពបងមកដល់ហើយបើបងមកមិនទាន់ទេខ្ញុំត្រូវអាថោកទីនេះសម្រាប់បាត់ទៅហើយអាក្មេងឯនេះតាមធំមែនសមិទ្ធតែបងប្រុសយកកាយចង់សម្រាប់ដែរឡឯងលុតជង្គង់ចុះទៅអាកូនឆែឯអូថាក្បាច់ខ្លួនឯងខ្លាំងណាស់មែនទេឯអូទៀតទៅចាំមើលថាក្បាច់ខ្លួនឯងលៀមជាងក្រកំភ្លឺយើងដែរទេយ៉ាងម៉េចយើងឲ្យលុតជង្គង់ឯងស្ដាប់មិនលឺទេឡយើងរកពី1ដល់3បើឯងមិនលុតជង្គង់ចុះទេយើងនឹងសម្រាប់មនុស្សនៅទីនេះចោលទាំងអស់មិនឲ្យសល់ម្នាក់ទេ1 2 ហ្វាំងជុនឯងប្រកាសទេដែលថាចង់សម្លាប់ទាំងយើងនោះ នាងគឺសងជឿត្រកូលសងមែនទេយើងមិនសម្លាប់នាងទេនាងទៅឆ្ងាយទៅ លិនជាមនុស្សរបស់យើងបើឯងហ៊ានប៉ះពាល់គេស្មាននឹងឯងប្រឆាំងនឹងត្រកូលសុង ស៊ីយើនាង ហើយឈោឯងកុំយកត្រកូលសងមកគំរាមជើងឲ្យសាក្មេងថ្ងៃនេះឯងមិនគោរពបងប្រុសរបស់យើងត្រូវតែសម្លាប់ឯងឆោលបើនេះមិនចង់ស្លាប់ឈរទៅមកខាងឲ្យស្ងៀមទៅបើសិនជានេះមិនចេះគិតនោះយើងមិនខ្វល់ទេយើងត្រូវតែសម្លាប់ចោលទាំងអស់ ឯង អាក្មេងយើងឲ្យឯងលុតជង្គង់ឯងស្ដាប់មិនលឺទេយើងឲ្យឯងលុតជង្គង់ឯងស្ដាប់មិនលឺទេ ឯងកុំហួសហេតុពេក នាងនៅស្ងៀមទៅ ស៊ីយៈជាកូនប្រុសរបស់យើងមានរឿងអីមករកយើងទៅ តាកចាស់មករកលោកគិតថាលោកគឺជាស្អីទៅ លិនជន់ឡុងហួសហេតុពេកហើយទោះបានចាំបាច់ក៏ដោយគាត់ចិញ្ចឹមឯងមកប្រហែលឆ្នាំឯងនេះមានបែបដូចជាមនុស្សទេ បានហើយយើងបាននិយាយជារឿងចុងក្រោយហើយមិនលុតជង្គង់ យើងមិនលុត អាក្មេងគ្រាន់បើមិនហ៎មើលទៅឯងទៅមានកំភ្លើងប្រមាណដើមចង់យកមកគំរាមគេឯង នៅឈ្មោះអីទៀតចូលទាំងអស់គ្នាទៅ អូនប្រុសប្រយ័ត្នអូនប្រុសសុំទោសពីមិនបងតាំងតែមិនល្អទៅលើឯង មកធំនៅឈ្មោះអីទៀតឆាប់ចុះទៅស្លាប់ទៅលៀនទៀតមិនព្រមចោះចាញ់យើងនឹងសម្រាប់ឯងចោល លេងយើងលេង អាក្មេងយើងទទួលស្គាល់ឯងប្រកាសប្រយុទ្ធមែនប៉ុន្តែអាចចាញ់ហើយហ៎កុំគិតចង់លួចហើយឯងមិនលឿនជាកំភ្លើងទេ ថប់ទៀត ស្រីចង្រៃនៅស្ងៀមទៅមកប្រុសបញ្ញាប់ឡើងទៅបើសិនជាវាហ៊ានតន់ហើយខ្ញុំនឹងសម្លាប់វាចោលឡោ លេង ឯងនៅហ៊ានតន់ដៃទៀតលៀនជាឯងចាំទងឯងទេដែលធ្វើឲ្យពួកគេស្លាប់ សម្លាប់ទៅល្អបំផុតសម្លាប់ពួកគេទាំងអស់ទៅបើយើងប្រភេទភ្នែកតែបន្តិចឬក៏សុំបបឯងទៅមួយម៉ាត់យើងគឺជាអ្នកចាញ់បើយើងប្រភេទភ្នែកឬសុំបបឯងតែមួយម៉ាត់យើងគឺជាអ្នកចាញ់ អាក្មេងនេះចិត្តទៅធ្វើរឿងដែលស្មានមិនដល់សោះលៀនជាឯងចាំប្រកួតរឿងសារជាមួយយើងមែនទេឯងគិតថាយើងមិនហ៊ានសម្លាប់ស្រីថោកទីម្នាក់នេះមែន យើងជឿជាក់ជាដាច់ខាតថាឯងនឹងសម្លាប់នាងប៉ុន្តែឯងគិតថាយើងលុតជង្គង់ព្រមឲ្យឯងសម្លាប់គ្រប់គ្នាដែរទេ មែនហើយបើទុកគេសម្លាប់គ្រប់គ្នាឯងបង្យាសងសឹកឲ្យពួកយើងល្អជាង ឯងមើលងាយយើងថាជាមនុស្សល្ងងវាយតម្លៃខ្លួនឯងថាជាមនុស្សខ្ពង់ខ្ពស់បើឯងហ៊ានសម្លាប់មនុស្សណាម្នាក់ដែលយើងខ្វល់ខ្វាយបារម្ភថ្ងៃនេះពួកយើងត្រូវតែស្លាប់ទាំងអស់គ្នា ឯងកុំរៀមអ្នកណាពួកយើងមានគ្នាច្រើនណាស់ឯងគិតថាយើងខ្លាចការគំរាមរបស់ឯងហ៎ យើងតែម្នាក់ឯងក៏អាចសម្លាប់ពួកឯងបានទាំងអស់ដែរយើងនិយាយបានធ្វើបាន មែនហើយបើឯងពិតជាអាចយកឈ្នះប្អូនប្រុសយើងមែនចាប់បាច់អីយកសងយើងមកគំរាមនំតែខាត់ពេកបែប លៀ នេះ នជាលើជង្គង់ចោលភ្លាមមិនចឹងយើងនឹងសម្លាប់ស្រីបាចោលភ្លាម បាញ់មកបើឯងមិនបាញ់ឯងជាមនុស្សអន់ ឯង សុំយឺបើសិនជានាងស្លាប់ថ្ងៃនេះលៀនជាខ្ញុំមិនរៀបការជាមួយអ្នកផ្សេងនាងនៅតែរស់ក្នុងចិត្តខ្ញុំ ល្អបងលិនជាបើថ្ងៃនេះអូនស្លាប់នៅទីនេះក៏អូនសុខចិត្តដែរអញបាញ់មកចុះ យើងមិនជឿនោះទេយើងចាំមនុស្សជាច្រើនធ្វើជាចំណាប់ខ្មាំងហើយនៅតែមិនអាចធ្វើអីអាក្មេងឯងនេះបានយល់ឡងយើងរាប់ដល់20បើវាមិនព្រមលុតជង្គង់ចុះឯងបាច់សម្លាប់ពួកនេះចោលទៅបាន1 2 1 2 កុំបាញ់បាញ់មកយ៉ាងណាក៏ថ្ងៃនេះយើងមិនអាចរស់បានដែរស្លាប់ទាំងអស់គ្នាទៅ អាចគំរាមអ្នកណាឡោះមកអញ្ចឹងសម្រាប់វាចោលទៅខ្ញុំ ឈប់សិន លោកតា អ្នកណាហ៊ានប៉ះចៅស្រីយើងក៏ផ្តិចតកូលគេចោល លោកតា លេចៅស្រីយើង ដោះលែងចឹងយើងមិនដោះលែងទេវិញ លោកតា ក្មេងប្រុសរឿងនេះយ៉ាងម៉េចហ្នឹងណែលោកតារឿងវាកើតឡើងដោយដៃលោកតាបានឃើញអញ្ចឹងសុំទោសលោកតាដែលខ្ញុំបានទាញសងជឿឲ្យមកចូលពាក់ព័ន្ធ តាក៏បន្តបងលិនជាអី ហ្វាងជួនភៀកខាងជើងពួកយើងដូចជាគ្មាន
រឿងអ្វីជាមួយនឹងគ្នាទេណោះ លោកម្ចាស់សុងសូមកុំច្រឡំអីពួកយើងមកមិនសម្ដៅរកលោកទេគ្រាន់តែលោកម្ចាស់ធានាថាមិនលោកដៃជាមួយនឹងរឿងពួកយើងលោកម្ចាស់ឲ្យនាំចៅស្រីរបស់លោកម្ចាស់ត្រឡប់ទៅផ្ទះវិញបានហើយ ពួកយើងសុទ្ធតែជាអ្នកហាត់គុណរឿងក្នុងរង្វង់ក្បាច់គុណនេះដោះស្រាយដោយក្បាច់គុណទៅពួកឯងឆ្លោះប្រកែកគ្នាបែបនេះមិនមែនជារឿងល្អដែរ អូហើយចុះលោកម្ចាស់សុងចង់សម្របសម្រួលបែបណា ងាយស្រួលទេពួកឯងដោះលែងមនុស្សយើងនឹងឲ្យពួកឯងត្រឡប់ទៅវិញចាប់ពីថ្ងៃនេះតទៅឯងចង់ធ្វើអ្វីយើងមិនលុបដៃទៀតទេ មិនបាន អញ្ចឹងតើពួកឯងចង់ធ្វើយ៉ាងម៉េច ពីមុនឯងចង់ស្លាប់ជាមួយនឹងគ្នាដោយសារតែឯងខ្សោយជាងខ្ញុំយើងជឿថាមានចិត្តមើងម៉ាត់បែបនោះប៉ុន្តែពេលនេះខុសគ្នាហើយតួឯងចង់ស្លាប់ជាមួយគ្នាក៏លោកម្ចាស់សុងមិនព្រមឲ្យស្លាប់ជាមួយគ្នាដែរ អញ្ចឹងតើឯងចង់បានស្អីទៅ បានទេចុះឲ្យពួកយើងនាំសុំជឿលៀនចៅលៀនសានទៅជាមួយគ្នាទៅរងចាំដល់ពួកយើងមានសមត្ថភាពផាត់ពួកយើងដោះលែងគេមកវិញ មិនអាចទៅរួចទេ បើចឹងគ្មានវិធីផ្សេងទេពួកយើងត្រូវតែប្រយុទ្ធគ្នាដល់ទីបញ្ចប់ ល្អយើងប្រយុទ្ធគ្នាដល់ទីបញ្ចប់មិនបាត់ទេ យើងបាននិយាយហើយលោកម្ចាស់សុងមកដល់ទីនេះមិនទាន់ដល់វេនឯងមានសិទ្ធិសម្រេចចិត្តនោះទេ ខ្វាក់ជន់ឯងចាប់មនុស្សធ្វើជាចំណាប់ខ្មាំងមិនអាចជឿដាច់ខាតហើយបែបនេះចុះចាស់ទុំនេះធានាថាលីនយីមិនធ្វើអ្វីពួកឯងនោះទេ លោកម្ចាស់សុងរឿងសំខាន់បែបនេះទោះបីជាមានការធានាពីណាក៏ខ្ញុំនេះមិនអាចទុកចិត្តបានដែរ យើងជាចាស់ទុំនេះជឿថាឯងមិនអាចធ្វើរឿងនេះដល់ទីបញ្ចប់បានទេបើសិនជាឯងបង្ខំយើងបែបនេះទៅហើយនោះយើងក៏មិនចង់បាត់បង់ចៅស្រី មើល ដែរ ទៅថ្ងៃនេះពួកយើងពិភាក្សាគ្នាមិនត្រូវទេ ថ្ងៃនេះឯងកុំសង្ឃឹមថាអាចនាំនរណាម្នាក់ទៅបានឲ្យសោះយើងនិយាយបានធ្វើបាន បានបើពិភាក្សាគ្នាមិនត្រូវអញ្ចឹងកុំពិភាក្សាអី បានចាប់តាំងពីសំណើរបស់ចាស់ទុំភាគីទាំងសងខាងមិនយល់ព្រមទេបើអញ្ចឹងមានមួយទៀតតើឯងគិតយ៉ាងម៉េចដែរ ហើយចាមានកំណត់អ្វីទៅសាននិយាយមកមើ មួយ ល យើងយកច្បាប់របស់ឡានដាវយកមកដោះស្រាយការខ្វែងគំនិតគ្នាពួកឯងភ្នាល់គ្នាតែម្ដងទៅបើឯងឈ្នះឯងអាចនាំសៀយយើលីនយ៉ាវនិងលីនសៀវទៅបានតែបើឯងចាញ់វិញឯងត្រូវចាក់ចេញដោយដៃទៅទេចាស់ទុំនៅតែចរចាបានជាមួយលីនយា អញ្ចឹងមែនទេ ខ្ញុំយល់ព្រម មកប្រុសល្បីរបស់លីនជាពិតជាសាហាវណាស់កុំមើលស្រាគេអសោះបាននរគ្នាក៏បានតែភ្នាល់បែបណាពួកយើងគឺជាអ្នកកំណត់ មិនអីទេមិនទូយ៉ា បានបើអញ្ចឹងពួកយើងគួរតែគូប្លង់ឲ្យបានច្បាស់លាស់ និយាយមក ភ្នាល់3ជុំឈ្នះ2ក្នុង3ពួកយើងនឹងបញ្ជូនមនុស្ស3នាក់ចូលរួមប្រកួតចំណែកខាងពួកឯងអាចបញ្ជូនមនុស្សមកប្រកួតបានទេយ៉ាងម៉េច មនុស្សអាក្រក់ម្នាក់នេះដឹងថាខាងយើងគ្មានមនុស្សខ្លាំងទេមិនបាច់ពិបាកដល់ថ្នាក់នោះទេខាងយើងមានតែយើងម្នាក់បានហើយសៀយយើកូន ប៉ាកុំបារម្ភអីស៊ីវជាគេប្រកាន់ណា បងលេងជាបងខំប្រឹងឡើងបងធ្វើបាន មិនទូយ៉ារឿងនេះ ដល់ណាអាក្មេងនេះគឺឯងជាអ្នកនិយាយខ្លួនឯងទេណាកុំស្រែកថាអយុត្តិធម៌ពេលដែលឯងលេងចាញ់ពួកយើងរួចហើយណាជុំទី1ស្នាប់គ្រាប់លោកឡាក់ពួកយើងនឹងទីគ្រាប់លោកឡាក់របស់ឯងដែលឯងបានកន្លុកហើយឯងក៏ត្រូវទីគ្រាប់លោកឡាក់ដែលយើងបានកន្លុកដែរអ្នកដែលទីខុសគឺចាញ់ធ្វើសកម្មភាពក្នុងពេលតែមួយយ៉ាងម៉េចដែរជុំទី1ស្នាប់គ្រាប់លោកឡាក់ពួកយើងនឹងទីគ្រាប់លោកឡាក់របស់ឯងដែលឯងបានកន្លុកហើយឯងក៏ត្រូវទីគ្រាប់លោកឡាក់ដែលយើងបានកន្លុកដែរអ្នកដែលទីខុសគឺចាញ់ធ្វើសកម្មភាពក្នុងពេលតែមួយយ៉ាងម៉េចដែរ ឯងយល់ច្បាស់ហើយនៅយល់ហើយ ឡោបើអញ្ចឹងឯងច្បាស់ហើយចាប់ដើមឯងមានសម្បត្តិតែមួយបន្ទប់ផង មនុស្សថោកទាបបែកហើយ ពួកវា3នាក់មកកញ្ញាប្អូនប្រុសតែម្នាក់ខ្មាស់គេ មិនទូយ៉ាបើសិនជាឯងទាគេត្រូវមែននោះក្របលោកលាក់ពួកគេជុំនេះពួកយើងស្មើគ្នាហើយ ឆាប់ឡើងតែទីថាប្រមាណគ្រាប់ ឯង6 4គ្រាប់ ពូកែមែន អស់ហើយ6គ្រាប់ លេងជាបងប្រកែកណា ចំណែកឯង4 6គ្រាប់ ពួកគេមាន16គ្រាប់លុកឡាក់បងប្រុសរាប់ខុសមកគ្រាប់ហាង នេះមិនអាចទៅរួ អូ ច នប្រុសមិនអាចខុសបាន អញ្ចឹងមែនទេខ្ញុំស្មានថាពូកែមែន ចាំតិចដៃឯងមិនស្មោះត្រង់ទេចាំយើងជាអ្នកបើក ឯងនេះមិនអាចទៅ ក៏ប៉ុន្តែបាត់មួយគ្រាប់ទៀតតើនៅឯណាទៅមើលទៅជុំនេះដូចជាស្មើគ្នាហើយស្មើគ្នា អាចមិនទេដល់សមគ្រាប់ទៀតណាមកជុនខ្ញុំក៏មិនដឹងដែរឡោអញ្ចឹងជុំទី1នេះចាត់ទុកថាពួកយើងស្មើគ្នា ស្មើគ្នាណាណាថាស្មើដូចជាមុននេះឯងទាយថាខ្ញុំគ្មានមួយគ្រាប់ផងហ្នឹង ឯងចង់បានន័យថាម៉េច សុំទោសយើងនៅសល់មួយគ្រាប់ទៀតអញ្ចឹងយ៉ាងហោចណាស់យើងក៏មានមួយគ្រាប់ដែរសម្ដីរបស់ឯងថាយើងគ្មានមួយគ្រាប់ពេលនេះគឺខុសហើយ នេះមិនយ៉ាងណាទៅតើវាយកគ្រាប់លោកឡើងតាំងពីពេលណាមិនក៏ពួកយើងមកហ្នឹង បងប្រុសជាប្រកែកណា ក្មេងចំនួនក្រោយពិតជាប្រកែកមែនជុំនេះលីនយាគឺជាអ្នកឈ្នះហើយ អាចចង្រៃយោប្រាប់ជាមកតើឯងធ្វើវាបានយ៉ាងម៉េច យើងមិនអាចប្រាប់បានទេ ជុំទី
បៀចាជីងហួរយើងនឹងបោះបៀទៅលើអាកាសយើងទាំងអស់គ្នានឹងរកបៀធំតូចជាមួយគ្នាម្នាក់រើសបានតែ3សន្លឹកប៉ុណ្ណោះចុងក្រោយនឹងប្រៀបធៀបបៀធំតូចជាមួយនឹងឯង ស្អីគេនេះមិនមែនចង់ប្រៀបពេកទេទោះបីជាបងប្រុសរើបាន3សន្លឹកអីក៏ដោយក៏ឲ្យពួកគេរៀបចំម្នាក់រើបានពី235បងប្រុសនៅតែចាញ់ដដែល ល្បែងនេះបងប្រកាសយ៉ាងណាក៏មិនអាចឈ្នះគេដែរហ្វាំងជន់ថប់ទៀតមែន បើអញ្ចឹងជុំនេះមិត្តតូចប្រហែលជាត្រូវពិបាកហើយ នេះគឺជាអ្វីដែលពួកយើងអត់ព្រមគ្នាមុនហើយចង់លេបបែបណាពួកយើងគឺជាអ្នកកំណត់ ចាប់ផ្ដើមទៅ ឡូមិនណាមកនឹងពីពិតជារើស3សន្លឹកអេមែនខ្ញុំត្រូវតែចាប់វា335ឲ្យបាន3សន្លឹកអេតាមមែនទេទោះបីជាចាប់បាន3សន្លឹកអេក៏មិនមែនជាវាធំជាងគេដែរ ប៉ុន្មាន យើងវាខ្លា3សន្លឹកហេបើវាឯងមិនបាច់ជា3សន្លឹកអេទេឯងចាញ់យើងហើយបើវាឯង3សន្លឹកអេពិតមែនប៉ុន្តែលីយ៉ាងវារៀង335ឯងក៏នៅតែចាញ់គេដែរ បើបែបនេះទៅហើយនោះទោះបីជាបៀយើងយ៉ាងណាចុងក្រោយក៏នៅតែចាញ់ដែរត្រូវទេ ត្រូវហើយ សំណាងល្អយើងនឹងមានចំទី3ទៀត អត់គេខ្មាស់ចាំចាត់គេខ្មាស់មែន បងយាមានក្បួនផ្សេងទៀតមិនប្រកាសថាចាញ់ទេ កូនយាទោះបីជាឯងក៏ដោយគេមានគ្នា3នាក់នោះគឺគ្មានផ្លូវទេនេះជាការប្រកួតដែលគ្មានដំណោះស្រាយប៉ុន្មានហើយខ្ញុំពិតជាមានសន្លឹកអាត់3សន្លឹកមែន ពិតមែនទេខ្ញុំមានសន្លឹក2 3 5 មិនស្មានថាបៀពណ៌មួយសន្លឹកសោះ មិនក៏សន្លឹកបៀ2 3 5អាចឈ្នះអាត់ទៅវិញបាននោះមិនក៏ខ្ញុំមិនដែលដឹង រឿងនេះមិនដឹងទៅខ្ញុំច្បាស់ណាស់ថាចាប់បាន2 3 5មិនក៏វាខ្លាចបែបនេះទៅវិញតែបានធ្វើទៅជុកណាយោអាចឈួតហើយតើអាចពុតធ្វើអីហ៎បើចុនខ្ញុំក៏មិនដឹងដែរមិនក៏ខ្លាចជាពណ៌តែមួយបែបនេះទៅវិញ ជុំនេះលីនយាជាអ្នកឈ្នះតាមក្បួនប្រកួតឈ្នះ2ដងក្នុងលើឆាកតែមួយគឺពួកឯងចាញ់ហើយ ល្អណាស់យើងនៅខ្លួនហើយ បងយាជាមនុស្សប្រកាសគ្មានពីរគាត់ធ្វើបាន អរចាណាយើងពិតជាស្មានមិនដល់ថាតើកូលីនមានអ្នកខ្លះប្រកែម្នាក់សោះ កុំនិយាយច្រើនអត់ប្រយោជន៍បើចាញ់ហើយត្រូវដោះលែងមនុស្សឲ្យឆាប់ឡើង លែងមនុស្សក៏បានតែប្រាប់ជើងមកហើយធ្វើវាបានយ៉ាងម៉េចណា ធ្វើបានយ៉ាងម៉េចតែយើងបានធ្វើអី ហើយតែក៏ស្លាប់ផ្កាផ្សេងគ្នារបស់លីយ៉ាងទៅជាពណ៌តែមួយទៅវិញគេគ្មានផ្លូវយកច្រឡំទេ សាមញ្ញទេនៅពេលដែលគេចាប់សន្លឹក5ជ្រុងពេជ្រខ្ញុំបានបដូរសន្លឹក5ក្រហមឲ្យតែគេយ៉ាងលឿននេះគឺជាផ្លូវ យល់ហើយឡោចាញ់ត្រូវតែទទួលស្គាល់ថាចាញ់យល់ទៅ លីនយិនឡុងគំនុំដែលឯងសម្លាប់បងស្រីធំរបស់យើងច្បាស់ជាសងសឹកឯងឲ្យបានចាំតែមើលចុះ អញ្ចឹងមែនអញ្ចឹងយើងចាំមើលឯងត្រូវតែប្រញាប់កុំឲ្យយើងឆាំជួបពេកណាត្រូវហើយយើងប្រាប់អាកំបាំងមួយទៀតដល់ឯងក៏បាន ឆាប់និយាយទៅ មករបស់កាណូបានឃើញយើងធ្វើរឿងមិនល្អមួយចំនួនទើបយើងរុញគាត់ធ្លាក់ពីលើចន្ទាហើយធ្លាក់ចុះមកក្រោមរហូតដល់ស្លាប់ ក៏ឆ្នះសម្រាប់គាត់ដែរអាចឈួតមែនតើហើយ តែម៉ាក់យើងគាត់ខំចាំឯងប៉ុន្តែឯងបែរជា ពិតជាចង្រៃមែនហើយត្រកូលលីនយើងបានសាងបាបកម្មអីទៅបានជាចិញ្ចឹមអរិយកំណាចដូចជាឯងទៅកើតនោះ ប៉ាបងស្រីទី2បងស្រីទី3ខ្ញុំត្រូវតែចាប់លីងយន្តឡុងយកមកដាក់ទោសតាមច្បាប់ខ្ញុំឲ្យម៉ាត់នឹងបងស្រីធំស្លាប់ទៅដល់អត់ប្រយោជន៍ទេកូនយាឯងមានផែនការអីទៅ បងប្រុសទោះអញធ្វើអ្វីក៏ដោយបងតែពីកុំប្រុសឯង កូនយាប៉ាលេងចង់បាត់បង់សមាជិកគ្រួសារទៀតហើយពួកហ្វាំងជុនធ្វើការសាហាវខូខើណាស់លើកនេះត្រូវតែប្រយ័ត្ន បងលិនជាគេខ្ញុំបានរកឃើញទីតាំងរបស់យន្តឡុងហេង សូមណែនាំឲ្យអ្នកទាំងអស់គ្នាស្គាល់នេះគឺជាអធិការចៅស្នងការសុខភាពនៃក្រុងនេះនេះគឺលៀនយាខ្ញុំតែងតែនិយាយប្រាប់លោកយាសួស្ដី លោកយាមុននឹងចាប់ផ្ដើមការសន្ទនាខ្ញុំមានរឿងគួរសង្ស័យមួយខ្ញុំចង់ឲ្យលោកជួយបកស្រាយ សួរមកចុះ ខ្ញុំដឹងថាចំណេញបៀរបស់លោកពូកែខ្លាំងណាស់ប៉ុន្តែលោកហាក់បីដូចជាមានជីវភាពខ្វះខាតម្យ៉ាងទៀតលោកបរិច្ចាគលុយទៅបានឈ្នះទាំងអស់ចូលក្នុងមូលនិធិកុមារកំព្រា ខ្ញុំរៀនលេងបៀមិនមែនលេងដើម្បីល្បែងទេ ចូលដើម្បីអ្វីទៅ ប្រឆាំងនឹងល្បែងស៊ីសងខ្ញុំចង់ជួយសង្គ្រោះអ្នកលេងល្បែងដែលខ្វះដែលអាចសង្គ្រោះបានម្យ៉ាងវិញទៀតខ្ញុំចង់ជួយមនុស្សទាំងមូលនៅក្នុងកុមារកំព្រាជីវិតរបស់ខ្ញុំគឺស្អប់បំផុតល្បែងស៊ីសង នេះគឺគេហៅថាយកបន្លាឈ្នះបន្លាយកល្បែងមកទប់ល្បែង សុំសរសើរ ពេលនេះពួកយើងបានគិតច្បាស់ហើយសម្រាប់ចិត្តបិទកន្លែងល្បែងហើយឈប់ពាក់ព័ន្ធទៅនឹងរឿងនេះទៀតហើយ ឡណាលោកម្ចាស់ លោកអន្តរការចៅថ្ងៃនេះលោកមានអ្វីដែរទេ ថ្ងៃនេះខ្ញុំតំណាងឲ្យរដ្ឋាភិបាលមកអញ្ជើញលោកឲ្យជួយកិច្ចការសំខាន់មួយសម្រាប់ប្រទេសជាតិ អន្តរការចៅមានរឿងអ្វីសូមលោកនិយាយមកចុះ បច្ចុប្បន្ននេះលៀនខុនឡុងនិងហ្វាងជុនកំពុងតែលាក់ខ្លួនសន្តាគារទេវឋាន
ក្នុងតំបន់ភៀកខាងជើងនៅឯក្រៅប្រទេសរបស់ពួកយើងសន្តាគារទេវឋានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិនានាពិបាកក្នុងការចាត់ការកិច្ច ខេត្តកែសន្តាគារទេវស្ថានគឺជាសមាជិករាជវង្សនៃតំបន់ភៀកខាងជើងហើយគាត់មានមន្តអាគមប្រកែកណាស់ហ្វាំងជន់ធ្លាប់ជួយគាត់ម្ដងអញ្ចឹងហើយទើបគាត់ទទួលហ្វាំងជន់ឲ្យស្នាក់នៅទីនោះ ថាការនៃសន្តាគារទេវឋានមានមន្តជិតជីវសាស្ត្រលេខ1នៅក្នុងដៃដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការស្រាវជ្រាវយន្តហោះចម្បាំងចំនួនទី7របស់ពួកយើងសង្ឃឹមថាលោកអាចទៅលេងល្បែងភ្នាល់ដាក់ជីវិតជាមួយនឹងគេថាការនោះបើសិនជាគេចាញ់លោកអាចទាមទារយកមន្តជិតជីវសាស្ត្រនោះមកពីគេវិញក៏ដូចជាទាមទារយកលីនខុនឡុងនិងហ្វាំងជុនមកវិញផងដែរ លោកអធិការចាងសូមអញ្ជើញ ប៉ុន្តែលោកអធិការបើសិនជាថៅកែនោះមិនព្រមឲ្យតែនៅក្នុងករណីដែលគាត់លះបង់ជីវិតវិញនោះ មិនអាចត្រួយទេគេចំនួនដែលស្លាប់ជីវិតខ្លាំងណាស់គេខ្លាចស្លាប់ណាស់ អធិការចាងខ្ញុំមានសំណួរ2សំណួរទី1បើគេមិនហ៊ានភ្នាល់ដាក់ជីវិតជាមួយនឹងខ្ញុំតើត្រូវធ្វើយ៉ាងម៉េចសំណួរទី2បើគេចាញ់ហើយមិនព្រមធ្វើតាមកិច្ចសន្យាតើធ្វើយ៉ាង សំណួ ម៉េ រ ច ទី1លោកមិនចាំបាច់បារម្ភទេសំណួរទី2គេក៏មិនហ៊ានរឹងរូសនៅពេលណាដែលគេរឹងរូសកិច្ចព្រមព្រៀងដាក់ចុះហត្ថលេខានឹងត្រូវលុបចោលហើយដល់ពេលនោះពួកយើងអាចចូលទៅដោយបង្ខំបាន ហើយយ៉ាលៀនជាអើយលៀនជាបើជាខ្មោចតាមចង់កម្មចង់ពីប៉ុន្មានខាងក្នុងសន្តាគារទេវឋានហាមិនអោយអ្នកណាម្នាក់ប្រើកម្លាំងបានជាដាច់ខាតយើងឈប់ពីមុខឯងចង់ធ្វើយ៉ាងម៉េច យន្តឡុងកំហុសហេតុពេក ស្រីចង្រៃចេញពីទីនេះទៅលៀនជាមកសម្រាប់យើងមកសងសឹកឲ្យបងស្រីធំរបស់ឯងសងសឹកឲ្យម៉ែឯងយ៉ាងម៉េចអាមនុស្សកំសាឯងមិនហ៊ានទេ បើសិនជាយើងវិញណាទោះបីជាយើងត្រូវស្លាប់ក៏យើងត្រូវតែសម្រាប់សងសឹកឲ្យពុកម៉ែរបស់យើងដែរ ហើយវា100ដងទៀតក៏វាមិនហ៊ានធ្វើអីដែរការប្រើកម្លាំងក្នុងសន្តាគារទេវឋានគឺស្មើនឹងមកពីកិច្ចព្រមព្រៀងដល់ពេលនោះប្រទេសទាំងអស់នឹងសួរនាំរីរដ្ឋាភិបាលកណ្ដាលអាកូនក្មេងកំសាមួយនេះវាមិនហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ទេអើយអត់ស្ម័យសោះពួកយើងដកកន្លែងទៅប្រកាសផ្សេងទៅឡោ ចាំសិន យ៉ាងម៉េចចង់វាយគ្នាថ្ងៃនេះបើឯងហ៊ានវាយគ្នាយើងនឹងចាត់ទុកថាជាកូនប្រុសបើឯងមិនហ៊ានគឺជាកូនឆ្កែ លិនជាគេញុះញង់ឲ្យបងបាយប្រហែលមុនហើយបើសិនជាបងហ៊ានស្ទុះច្បាស់គេត្រូវមនុស្សនៅទីនេះចាត់ការភ្លាម កុំបារម្ភបងមិនល្ងងដល់ថ្នាក់នោះទេគឺឯងគិតថាពេលដែលឯងចូលមកដល់ទីនេះហើយកិច្ចផុតពីគ្រោះថ្នាក់គ្រប់យ៉ាងហើយតើមែនទេ ឯងនិយាយច្រើនពេកហើយយកចិត្តឯងមកវាយពួកយើងទៅបើគ្មានចិត្តទេឯងបិទមាត់របស់ឯងទៅ យើងមិនវាយប្រហារជាមួយឯងទេប៉ុន្តែនៅថ្ងៃនេះខ្ញុំនឹងមកនាំពួកឯងចេញពីទីនេះ គ្រាន់តែឯងហ្នឹងឯង គឺគ្រាន់តែយើងព្រោះថ្ងៃនេះយើងនឹងភ្នាល់ដាក់ជីវិតជាមួយថៅកែសន្តាគារទេវឋាន ភ្នាល់ដាក់ជីវិតភ្នាល់ដាក់ជីវិត ភ្នាល់ជីវិតទេ ហើយយ៉ាអាមនុស្សកូនលីនឯងឈួតទេបានជាឯងហ៊ានភ្នាល់ដាក់ជីវិតជាមួយនឹងថៅកែរបស់យើងនោះឯងនិយាយស្អីហ្នឹងគ្មានអ្នកណាហ៊ានភ្នាល់ដាក់ជីវិតជាមួយលោកម្ចាស់ធីងទេកុំថាឡើយភ្នាល់ដាក់ជីវិតទោះបីជាឯងឈ្នះគាត់ក៏គ្មានសិទ្ធិភ្នាល់ដាក់ជីវិតជាមួយលោកម្ចាស់ធីងដែរមែនហើយចង់ភ្នាល់ដាក់ជីវិតជាមួយលោកម្ចាស់ធីងយ៉ាងតិចណាស់ក៏ត្រូវមានលុយ3000លានដែរទោះបីតកូលសុងនិងតកូលលីនបូកចូលគ្នាក៏មិនបានលុយ100លានដែរអ្វីដែលសំខាន់ជាងនេះទៅទៀតមិនត្រឹមតែលុយ3000លានប៉ុណ្ណោះទេថែមទាំងត្រូវមានលិខិតបញ្ជាក់ពីតុលាការថែមទៀតផងតុលាការកំពូលដែលខាតបញ្ចេញលិខិតបញ្ជាក់ឲ្យឯងទេហើយចាបន្តិចទៀតនេះយើងត្រូវចាញ់បោកអាក្មេងម្នាក់នេះបាត់ទៅហើយ ឮថាមានមនុស្សចង់ភ្នាល់ជីវិតជាមួយយើង អាក្មេងម្នាក់នេះហើយវាចេះតែនិយាយផ្ដេសផ្ដាសដូចជាមិនទុករបស់ក្នុងភ្នែកវាសោះ ឯងគឺលីតយើមែនទេហ៎មែនឯងមានគំនុំជាមួយនឹងពួកគេទាំងពីរមែនហើយហេតុអីមិនទៅរកគេចាំបាច់មកភ្នាល់ជីវិតនឹងយើងធ្វើអីបើលោកម្ចាស់ធីងព្រមមិននឹងពួកគេទាំងពីរចេញពីសន្តាគារខ្ញុំនឹងមិនរករឿងលោកម្ចាស់ទេ គ្រាន់តែឯងក៏ហ៊ានមករករឿងលោកម្ចាស់ដែរឯងគិតថាខ្លួនឯងសំខាន់ពេកហើយ អើល្អអត់យើងមិនចូលចិត្តរបៀបនិយាយរបស់ឯងស្អីអ្វីដែលយើងបានស្អប់បំផុតនោះគឺអ្នកមកភ្នាល់ជីវិតជាមួយយើងទុកឱកាសឲ្យឯងឆាប់ចេញពីទីនេះភ្លាមទៅទាន់មានឱកាសបំណងរបស់យើងមិនទាន់បានសម្រេចយើងមិនទៅណាទេល្អណាស់សម្រាប់វាលោកម្ចាស់ធីងមិនបាច់គំរាមខ្ញុំទេបើលោកម្ចាស់ហ៊ានបាញ់លោកម្ចាស់នឹងត្រូវមានរឿងហើយពេលនោះសន្តាគាររបស់លោកនឹងត្រូវរលំរលាយជាមិនខានហើយលោកក៏ត្រូវត្រៀមដេកគុកទៅ ពិតមែនហើយ អើល្អិតឯងពូកែមានសេចក្តីក្លាហានតែចង់ភ្នាល់ជីវិតជាមួយនឹងយើងមិនទទួលទេអត់ទេលោកម្ចាស់ធីងត្រូវតែទទួល ហេតុអីក៏លោកម្ចាស់ធីងត្រូវតែទទួលតែឯងគិតថាជាស្អីលោកម្ចាស់ត្រូវតែទទួលព្រោះយើងមកពេញតាមលក្ខខណ្ឌនៃការភ្នាល់ដាក់ជីវិតដែលលោកបានកំណត់រួចទៅហើយកុំចេះតែអ៊ុតពួកឯងមានលុយ3000លានដែរទេទោះបីជាមានលុយ3000លានក៏ដោយក៏ពួកឯងគ្មានលិខិតបញ្ជាក់ពីតុលាការដែរសុំទោសលិខិតបញ្ជាក់ពួកយើងមាន ព
ពិតជាលិខិតបញ្ជាក់ពីតុលាការកំពូលប្រទេសសៀមវិញ នេះគឺជាលុយ3000លានដែលតុលាការកំពូលបានផ្ដល់ឲ្យហើយថែមទាំងមានការធានាពីពួកយើង លោកម្ចាស់ធីងពេលនេះខ្ញុំសូមធ្វើតាមច្បាប់សន្តាគារទេវស្ថានដាក់សំណើភ្នាល់ជីវិតជាមួយនឹងលោកម្ចាស់ជាផ្លូវការឯកំពុងតែរកសេចក្តីស្លាប់ហើយឯកំពុងតែរកសេចក្តីស្លាប់ហើយពិតជាអញ្ចឹងមែនប្រហែលឆ្នាំមុននេះមានមនុស្សប្រមាណអ្នកដែលមកភ្នាល់ជីវិតជាមួយនឹងយើងក្នុងនោះម្នាក់សុទ្ធតែមានជំនាញល្បែងអស្ចារ្យសូម្បីតែស្ដេចល្បែងនៅតំបន់ភៀកខាងត្បូងកាលពីមុនក៏ស្លាប់ បងលិនជា កុំបារម្ភបើពិតជាអញ្ចឹងមែនលោកម្ចាស់ធីងគួរតែសប្បាយចិត្តទៅវិញទេព្រោះខ្ញុំមកដើម្បីឲ្យលុយលោកម្ចាស់ធីងពេលនេះយើងលែងខ្វះលុយហើយយើងមិនចង់ភ្នាល់កិច្ចសន្យាពីមុនគឺសោកស្ដាយផងយើងចាត់ទុកជាអាសាបងទៅហើយ លោកម្ចាស់បានលោកដេញបាក់ពួកនឹងយន្តឡងចាញ់ពួកយើងមិនផ្លាស់ជីវិតជាមួយលោកទេ អានេះល្មម កុំបារម្ភអីនៅទីនេះជាមួយនឹងយើងហើយមនុស្សពីរនាក់នេះគ្មានតម្លៃដើម្បីឲ្យសន្តាគាររបស់យើងដេញមនុស្សចេញនោះទេតែឯងធ្វើអ្វីបានក្មេងប្រុសឯងនៅក្មេងណាស់យើងមិនចង់ឲ្យឯងស្លាប់នៅក្នុងសន្តាគារយើងទេយើងទុកឱកាសឲ្យឯងចុងក្រោយណាដកពាក្យស្នើសុំនេះចេញទៅលោកគិតថាវាអាចទៅរួចដែរទេបើលោកមិនព្រមបណ្ដេញលីនយិនឡុងនិងហ្វាងជុនចេញទេលោកនឹងត្រូវទទួលការភ្នាល់ជីវិតជាមួយនឹងខ្ញុំហើយល្អណាស់បើឯងចង់ស្លាប់យ៉ាងនេះទៅហើយនោះយើងមកពេញបំណងចុះ លៀនយេឯងរកស្លាប់ហើយហ៊ានភ្នាល់ដាក់ជីវិតជាមួយលោកម្ចាស់ធីងល្ងងមែនតកូលីនដឹងថាឯងលោកម្ចាស់ធីងតែឈ្នះដែរទេនោះដោយសារតែនៅក្នុងសន្តាគារទេវឋាននេះការភ្នាល់គ្រប់យ៉ាងនៅក្នុងសន្តាគារនេះគឺនៅក្នុងដៃរបស់លោកម្ចាស់ធីងឯងគិតថាល្បិចឯងនេះអាចយកឈ្នះបានយើងថាឯងពិតជាល្ងងពេកហើយ មានន័យថាម៉េច នេះគាត់ចង់ភ្នាល់អ្វីក៏បានមិនចាំបាច់ភ្នាល់បៀននោះទេ ចឹងបើគេផ្នត់កាយលើមេឃយើងក៏ត្រូវយល់ព្រមដែរ វាមិនដូចឈ្នះទេត្រូវតែភ្នាល់ឲ្យសមនឹងហេតុផលបើមិនដូចឈ្នះទេពួកយើងអាចបដិសេធបានលោកម្ចាស់ធីងលោកម្ចាស់ធីង ឆាប់ចុះហត្ថលេខាទៅឥឡូវក្រោយពេលដែលឯងចុះហត្ថលេខាលើកិច្ចសន្យានេះហើយឯងលែងមានផ្លូវបកក្រោយទៀតហើ បង យ លិនជា មើលមិត្តស្រីរបស់ឯងបារម្ភពីឯងប៉ុណ្ណាឯងនៅក្មេងណាស់មិនទាន់ដឹងការស្លាប់រស់យ៉ាងម៉េចទេគិតឲ្យបានល្អទៅច្បាស់ណាស់គឺខ្ញុំដឹងថាស្លាប់មានន័យយ៉ាងម៉េចសម្រាប់មនុស្សម្នាក់ការស្លាប់ដូចមិនដែលកើតមកវិញទេគ្រប់អត្ថន័យការរលាយបាត់គឺជាការស្លាប់ចំពោះខ្ញុំខ្លាចណាស់បើឯងពិតជាខ្លាចស្លាប់ណាស់ហេតុអីក៏មករកស្លាប់ទៀតហ៎ឯងពិតជាម្រាមដៃដប់សោកស្ដាយណាស់លោកទាយខុសហើយខ្លាចស្លាប់ហេតុអីក៏មករកស្លាប់បែបនេះព្រោះជីវិតរបស់មនុស្សមានរឿងខ្លះសំខាន់ជាងសេចក្តីស្លាប់និងជីវិតទៅទៀតឡូដាកិច្ចសន្យាបានចុះរួចហើយយើងនឹងប្រកួតគ្នាឲ្យដឹងឈ្នះចាញ់ បងប្រុសបងគាត់ថាលោកម្ចាស់ធីងអាចចាញ់ទេឯងភ័យស្អីហ៎លោកម្ចាស់ធីងមិនអាចចាញ់បានទេទោះបីជាលោកម្ចាស់ធីងចាញ់ក៏ដោយមិនពាក់ព័ន្ធជាមួយនឹងពួកយើងទេហេឡូបើសិនជាលោកម្ចាស់ធីងចាញ់គេយកជីវិតពួកយើងទៅបដូរនឹងលៀនយេតើគេយល់ព្រមដែរទេឯងគិតទៅមើលជន់ការភ្នាល់ដាក់ជីវិតគឺជីវិតរបស់ពួកយើងបើមិនអញ្ចឹងឯងគិតថាលោកម្ចាស់ធីងយកជីវិតខ្លួនឯងមកភ្នាល់មែនទេតាមច្បាប់សន្តាគារឈ្នះពីរគឺឈ្នះហើយច្បាប់គឺយើងជាអ្នកកំណត់គ្មានសិទ្ធិតវ៉ា លោកម្ចាស់ធីងខ្ញុំសូមរំលឹកលោកថាការភ្នាល់លោកស្នាឡើងត្រូវតែស្ថិតក្នុងរង្វង់សមហេតុផល កុំបារម្ភអី លិនជាបងពិតជាឈ្នះខំប្រឹងឡើង ឡូណាអញ្ចឹងចាប់ផ្ដើមទៅជុំទី1ស្ដាប់សន្លឹកបៀបន្ទាប់ពីបៀធ្លាក់ដល់ដីសូមប្រាប់ចំនួនបៀដែលនៅលើដីក្នុងរយៈពេល10វិនាទី 10 9 8 7 6 5 4 3 2 1 សរុបសន្លឹកបៀមាន368សន្លឹក369សន្លឹកកុំឲ្យក្មេងដូចឯងថាយើងប្រើល្បិចឲ្យមនុស្សរបស់ឯងជាអ្នករាប់ទៅចុះណាមាន368បងលិនជាមកជុំនេះគឺពួកយើងឈ្នះហើយ ពិតជា368សន្លឹកនេះមិនអាចទេដឹងលោកម្ចាស់ធីងមិននឹងចាញ់ទៅ លោកចាញ់ហើយអូសុបទុកហុកចុះឯងដូចជាភ្លេចរាប់មួយសន្លឹកនេះហើយមួយសន្លឹកនេះថែមទៀតគឺគ្រប់369សន្លឹកឯង ថោកទៀត លោកម្ចាស់ធីងឈ្នះហើយល្មងអូខេណាខ្ញុំសូមសរសើរ មុននេះយើងបាននិយាយឲ្យថារាប់សន្លឹកមាននៅលើដីមួយនេះក៏នៅលើដីដែរអាចរាប់បានដូចគ្នាណាមែនបែបនេះយើងមិនបោះពៀនច្បាប់នោះទេណាមែនហើយជុំនេះគឺឯងចាញ់ហើយខ្ញុំសុកចិត្តចោះចាញ់ការភ្នាល់នេះល្អណាស់ធ្វើបានល្អមនុស្សថោកទាបម្នាក់នេះបានលួចសន្លឹកបៀតាំងពីដំបូងនៅលើស្បែកជើងរបស់គេជុំនេះខ្ញុំមិនអាចចាញ់គេបានទេ លោកមេធាវីធ្វើចឹងបានដែរបើគេលេងល្បិចរត់ជុំតែពួកយើងបន្តបែបណាទេ នេះនាងការធ្វើបែបនេះរបស់ភេកគីគឺមិនខុសនោះទេ គេល្បីថាលោកម្ចាស់ជាមនុស្សមានទេពកោសល្យនិងជាមនុស្សចាស់ហ
ហេតុអីលេងល្បែងមានល្បិចថោកទាបបែបនេះឬមួយលោកមិនហ៊ានប្រើសមត្ថភាពពិតមកប្រកួតជាមួយបងលីនជី គេហ៊ានផ្ដល់ជីវិតជាមួយនឹងយើងដូច្នេះហើយយើងត្រូវតែប្រឹងប្រែងដើម្បីឲ្យឈ្នះមិនអាចចាញ់គេបានទេយើងប្រើពីបទពិសោធន៍ជីវិតឲ្យដឹងទៅចុះណាមានតែការរស់ទេទើបអាចវិនិច្ឆ័យឆ្នះចាញ់ចាប់ផ្ដើមជុំទី2ទៅល្អណាស់ជុំនេះត្រូវតែទាញម្រាមដៃ នេះជាល្បែងអី លីនជាឯសាទីទៅមើលថាម្រាមដៃយើងមានប្រមាណ ចាំទេធ្វើអីមិនមែន10ម្រាមទេអី សំដីនេះយើងជាការបានទេមិនបានទេអញ្ចឹងយើងទុកពេលឲ្យឯង1នាទីដើម្បីពិចារណា បងលីនជីគេមានល្បិចហើយម្រាមដៃគឺមានដងហេតុអីបានជាគេហៅបងឲ្យទេទៀត ប្រហែលជាលោកម្ចាស់ធីងធ្វើពុតជាអកម្មនោះទេម្រាមដៃរបស់គាត់គឺមាន10ច្បាប់ណាយ៉ាងម៉េចសំណុំម្រាមដៃបែបនេះឯងទាមិនត្រូវទេកម្រិតរបស់ឯងបានត្រឹមតែប៉ុណ្្នឹងទេសំណុំឯងបែបនេះបើសិនចាយឆ្លើយខុសម្ដងឯងចាញ់300ពាន់លានថែមទាំងនឹងបាត់បង់ជីវិតថែមទៀតផង ចិត្តអស់ពេលហើយ3 2 1 ខ្ញុំថាមាន9 សំណួរងាយស្រួលបែបនេះក៏ឆ្លើយខុសដែរលោកម្ចាស់ធីងគេចាញ់ហើយសម្រាប់គេចោលទៅត្រូវហើយលបងបកគលវាមកខ្ញុំនឹងដោះស្រាយជាមួយវាដល់ផ្ទាល់ដៃរបស់ខ្ញុំ បងលីនជី លីឌីយ៉ាឯងប្រកាសទេថាម្រាមដៃយើងមាន9យើងពិតជាឲ្យឱកាសឯងម្ដងទៀតណាមិនបដូរចិត្តទេគឺមាន9នេះគឺតាក់ទងទៅនឹងជីវិតរបស់ឯងណាសេរីស្អាតមិនទាន់បានលួងលោមនៅឡើយទេកុំនិយាយច្រើនពេកប្រកាសមកចម្លើយ នេះគឺជាលើកទី1ហើយដែលខ្ញុំឃើញមនុស្សប្រញាប់ចង់ងាប់បែបនេះ 10គឺឯងចាច់ហើយឯងអស់ឱកាសហើយ លោកម្ចាស់សូមទុកជីវិតឲ្យបងលីនជីរឿងផ្សេងពួកយើងចោះចាបាន យើងផ្ដល់ឱកាសឲ្យគេហើយប៉ុន្តែគេមិនទទួលកាលពី10ឆ្នាំមុនលោកតែងតែបង្ហាញខ្លួននៅលើតុល្បែងតែក្រោយមកលោកក៏ស្រាប់តែឈប់លេងល្បែងបើសិនជាខ្ញុំគិតមិនខុសទេលោកប្រហែលជាចាញ់ល្បែងហើយគេកាត់ម្រាមដៃកណ្ដាលរបស់លោកចោល ឯងនិយាយឈុតអី លោកប្រហែលជាមិនអាចទទួលស្គាល់បានទេប៉ុន្តែក្រោយពេលដែលខ្ញុំស្លាប់ទៅប្រទេសស៊ីរបស់យើងនឹងត្រួតពិនិត្យមើលម្រាមដៃរបស់លោកពេលនោះបើសិនជាឃើញថាលោកបន្លំនោះគឺកិច្ចព្រមព្រៀងនៅសន្តាគាររបស់លោកនឹងត្រូវលុបចោលដោយស្វ័យប្រវត្តិ ឯងគំរាមអ្នកណាហ៎ អើយលីនជីអាឯងពិតជាទីត្រូវហើយ បងលីនជីមិនបាច់ស្លាប់ទេ ប៉ុន្តែឯងគ្រាន់តែទីត្រូវម្រាមដៃយើងទេពេលដែលយើងទីត្រូវម្រាមដៃឯងវិញនោះគឺស្មើគ្នាហើយនេះគឺត្រូវហើយ លបងអាក្មេងនេះប្រកាសយុទ្ធសាស្ត្រខ្លាំងណាស់នេះបើចាំបានថាគេគ្មានម្រាមដៃខ្លាំងៗនោះទេបើដូច្នេះចម្លើយគឺគេមានម្រាមដៃ10គ្រប់ទាំងអ អ ស់ ញ្ចឹងយើងទាយថាម្រាមដៃរបស់ឯងគឺមាន10ប្រកាសហើយអាឡិតឯងលេងល្បិចជាមួយយើងផងហ៎យើងថាហើយឯងពិតជាម្រាមដៃ10សោកស្ដាយណាស់លោកទាយខុសហើយ បងលីនជីហេតុអីបងល្ងងយ៉ាងនេះ សុំទោសផងខ្ញុំមានម្រាមដៃតែ9ទេឥឡូវសុំអុយឯងក្លាហានមែនជុំនេះឯងឈ្នះចុះអញ្ចឹងចាប់ផ្ដើមជុំទី3ទៅជុំទី3នេះគឺងាយស្រួលទេយើងសរសេរលេខនៅលើกระดาษមួយសន្លឹកលេខនោះគឺចន្លោះពីលេខ1ដល់លេខ100លេខ1ណាក៏បាននៅពេលដែលយើងសរសេរហើយយើងនឹងប្រគល់ឲ្យទៅមេធាវីដើម្បីឲ្យឯងទស្សន៍ទាយថាกระดาษនោះយើងសរសេរលេខប្រមាណបើទាយខុសគឺចាញ់ហើយជីវិតក៏ត្រូវបញ្ច មិន ប់ បានវាថានៅក្នុងលក្ខខណ្ឌមានហេតុផលខ្ញុំជំទាស់ មិនហើយនេះគឺមិនស្ថិតនៅក្នុងលក្ខខណ្ឌនោះទេលោកម្ចាស់ធីងធ្វើបាននេះមិនត្រឹមត្រូវទេ យើងយល់ព្រម លីនជីបងមិនយកច្រឡំអីទេអាចទេទៅយ៉ាងម៉េចទៅ ប្រកាសហើយប្រកាសណាមើងម៉ាត់ល្អមែនណា លោកជាអ្វីដែលលោកធ្វើមិនមែនតែប្រយោជន៍តខ្លួនរបស់លោកទេថែមទាំងដំណើរប្រទេសជាតិរបស់ពួកយើងផងដែរតើលោកយកព្រមការភ្នំសំហាប់ផងនេះបានយ៉ាងម៉េច មិនហើយបងលីនជីបងកំពុងយកជីវិតមកលេងសើចហើយក ុំនិយាយច្រើនគេបានយកព្រមហើយពាក្យមួយម៉ាត់របស់មនុស្សប្រុសសេះតាមមិនទាន់ត្រូវហើយលបងបញ្ញាទៅលេងល្បែងជុំមិនតបទៀតទៅមែនហើយលោកជាបើលោកចាញ់បាត់បង់ជីវិតនោះគឺជ្រុងតូចទេតើខ្ញុំត្រឡប់ទៅវិញប្រាប់សម្ដេចយ៉ាងម៉េចទៅ ជុំនេះមិនរត់ទេខ្ញុំមិនយកព្រម មេធាវីលីវកុំទាន់បើកណាបើលោកបើកគឺលោកចាញ់ហើយ លៀនជាមិននៅស្មានថៃល្ងងដល់ថ្នាក់នេះសោះមើលទៅឯងមិនអាចសងសឹកឲ្យបងស្រីធំនឹងម្ដាយរបស់ឯងហើយថែមទាំងត្រូវស្លាប់នៅទីនេះទៀត អញនៅស្ងៀម អ្នកដែលត្រូវនៅស្ងៀមគឺជានាងស្រីចង្រៃចាំមើលពេលដែលលៀនជាត្រូវស្លាប់នាងបាក់ភ្នែកធំមើលគេយ៉ាងម៉េចខ្ញុំនឹងចាំមើលនាងលៀនជាមិននឹងធម្មតាហើយនៅបងស្រីឯងនៅឋានក្រោមពេលដែលឃើញឯងបែបនេះមិននឹងថាការទុកប៉ុណ្ណានោះទេ លីនជាឲ្យចម្លើយមកនៅខាងលើយើងសរសេរលេខ7ឯងមើលទៅតាមអ្វីដែលយើងសរសេរទៅតែមើលទៅដូចជាបន្លប់ទេ ចេះតែទៀតទៅនៅសល់ឱកាស 1% ទៀតផងណា បើខ្ញុំមិនច្រឡំទេខ្ញុំគិតថាពេលនោះគឺលោកសរសេរលេខ18បើខ្ញុំមិនច្រឡំទេខ្ញុំគិតថាពេលនោះគឺលោកសរសេរពេលនោះគឺលោកសរសេរ18ត្រូវទេមិនអាចទេ
មិនដែរទេគឺឯងប្រើល្បិចហើយ ពួកយើងនិយាយត្រូវហីពួកយើងនិយាយត្រូវមែនទេ មិនក៏អញ្ចឹងចម្លែកពេកហើយឱកាសតែ 1% សោះមិនក៏គេអាចទេត្រូវ លេខគឺលោកជាអ្នកសរសេរតាំងពីដើមរហូតដល់ចប់ខ្ញុំមិនបានប៉ះពាល់នោះទេ 18មែនបងជាពួកយើងឈ្នះហើយ មិនណាទេមិនក៏គេអាចទេត្រូវបែបនេះឬមួយក៏គេពិតជាទេវតាពិតមែនរឿងនេះមិនសមហេតុផលទៅតែសោះឥឡូវពួកយើងធ្វើយ៉ាងម៉េចទៅ ឯងគឺចាញ់ហើយពិតមែនហើយគឺយើងសរសេរលេខ18មែនប្រាប់មកតើឯងដឹងដោយរបៀបណាទៅមិនខុសទេអ្វីដែលយើងសរសេរគឺលេខ18ប្រាប់មកឯងមិនក៏ទីត្រូវលោកគិតថាខ្ញុំទើបតែមកជួបលោកនៅថ្ងៃនេះមែនទេតែតាមពិតមនុស្សរបស់ខ្ញុំបានមកដល់សន្តាគាររបស់លោកពី3ថ្ងៃហើយ រៀបការជាមួយបងទៅខ្ញុំមានសង្សារហើយអូទីបំផុតខ្ញុំមានសង្សារហើយបងប្រថេងថ្ងៃទី18ខែនេះគឺជាខួបកំណើតខ្ញុំថ្ងៃទី18ក៏ជាថ្ងៃនាំសំណាងខ្ញុំដែរពេលនោះបងត្រូវនាំខ្ញុំញ៉ាំបាយបានទេ អូនត្រូវតែមានអាយុ18ឆ្នាំរហូតទៅ ខ្ញុំបានឲ្យពួកគេនៅក្បែរលោកតែងតែនិយាយពីលេខ18ដើម្បីឲ្យលោកមានពេលសំខាន់ប្រើលេខ18យកមកឲ្យលោកឯងនិយាយគួរឲ្យអស់សម្លើចណាស់ឯងដឹងថាយើងភ្នាល់ដោយរបៀបណាទៅលោកធ្លាប់ភ្នាល់បែបនេះសម្រាប់ស្ដេចល្បែង2នាក់ធ្លាប់ភ្នាល់ជីវិតជាមួយនឹងលោកដូច្នេះហើយលោកត្រូវតែភ្នាល់បែបនេះមិនថាជួបរឿងសំខាន់បែបណាអ្វីដែលលោកត្រូវប្រើគឺសរសេរបែបនេះហើយល្អយើងចាញ់ដោយអស់ចិត្តហើយពេលនេះខ្ញុំឲ្យលោកជ្រើសរើសពីរយ៉ាងទី1លោកសម្លាប់ខ្លួនទី2ផ្ដល់លេខកូដមកឲ្យខ្ញុំបើលោកធ្វើបានខ្ញុំទុកជីវិតឲ្យឯថា លោកចាស់ទីកុំប្រំតាប់គេយើងអាចសម្រាប់ពួកគេចាប់ភ្លាមៗបាន នៅស្ងៀមទៅចាប់ពួកគេទាំងពីរនាក់កុំឲ្យគេរត់រួច លបងណាធ្វើបែបនេះដល់ពួកខ្ញុំទេលបងចាំមែនទេណា ទី1ខ្ញុំចង់ឲ្យលោកបញ្ជូនបងប្អូនលីនយុនឡុង3នាក់ត្រឡប់ទៅប្រទេសវិញទី2ចង់ឲ្យលោកប្រគល់បន្ទះឈីបជីវសាស្ត្រឯងមកដើម្បីបន្ទះឈីបមែនហើយឡោយើងយល់ព្រម ឡោណាលៀនយេឯងកុំសមាជិកពេក យើងបាននិយាយហើយថាយើងនឹងមិនលើកលែងឲ្យឯងទេឯងចាំទទួលយកច្បាប់ពីប្រទេសយើងទៅ លៀនយេយើងព្រោះឯងដល់ឡើយយើងអាចឲ្យលុយឯង វាមិនអាចទៅរួចទេយកគេទៅ លបងធីងលបង បងប្រុសពូកែនណាបងមានមោទនភាពចំពោះឯងមែន បងប្រុសបើសិនជាគ្មានឯងយិនឡុងគេនៅតែរួចខ្លួនដដែលហ្នឹង កូនប្រុសប៉ាមានមោទនភាពណាស់ប៉ាបងស្រីទី2បងស្រីទី3នេះជាអ្វីដែលខ្ញុំគួរធ្វើស៊ីយ៉ាចុះរឿងរៀបការរបស់ពួកឯងវិញតើពិភាក្សានៅពេលណាដែរទៅ លោកពូខ្ញុំស្ដាប់តាមបងលិនជា លោកប៉ាបងស្រីទាំងពីរខ្ញុំក្រុងរៀបការជាមួយនឹងសុងយឺហើយពួកយើងនឹងទៅដើរលេងហើយ ទៅបរទេសមែនទេ ចុះអ្នកទាំងពីរទៅដើរលេងណាដែរ ក្នុងស្រុកទេខ្ញុំនឹងនាំសុងយឺដើរមើលនៅទីនេះតែម្ដង ឲ្យតែអូនបាននៅជាមួយបងទោះនៅទីណាក៏អូនសុខចិត្តដែរ អាយ៉ារឿងក្មេងៗពួកឯងប៉ាលែងចង់ជ្រៀតជ្រែកហើយ បងលិនជាពីថ្ងៃនេះទៅអូនគឺជារបស់បងហើយ ហើយចុងក្រោយនៅតែមិនអាចគេចពីកណ្ដាប់ដៃអូនបានទេ ស្អប់បងណាលិនជាលិនលោកនេះអ្នកមានជំនាញប្រើល្បិចគឺច្រើនណាស់ហេតុអីបងខ្លាចជាមនុស្សកំពូលបាន សាមញ្ញទេអ្នកដែលលេងល្បិចភាគច្រើនគឺដើម្បីលុយចំណែកបងវិញរៀនជំនាញនេះមិនមែនដើម្បីលុយកាក់ទេដរាបណាមានចិត្តត្រឹមត្រូវនោះបងនឹងអាចធ្វើរឿងដែលគេមិនអាចធ្វើបាន អូនគឺអញ្ចឹងឯង ជំនាញប្រើល្បិចគឺមានកម្រិតទាបគឺពេលកំពុងលេងគឺយើងត្រូវតែបដូរជំនាញប្រើល្បិចមធ្យមគឺចងចាំ អ្វីតែជាជំនាញប្រើល្បិចកម្រិតខ្ពស់ ជំនាញប្រើល្បិចកម្រិតខ្ពស់គឺមួយជំហានគ្រងដល់10ជំហានវាគឺជាកម្រិតគណិតវិទ្យាវាជាស្ថិតិដូចជាការដែលយើងដោះស្រាយប្រូបាបយ៉ាងចឹងមានតែប៉ុណ្ណឹង អាយ៉ាស្មុគស្មាញណាស់អូនគ្រាន់តែដឹងថាបងជារបស់អូនប្រកាសជាងគេលើលោកទៅបានហើយ សំតបផងណា ណែលេខទៀតលេខទៀតយើងមកជួយនោះទៅចាច់វា អាចទៅ
អាយ៉ាដាក់ថែទៅដាក់ថែទៅ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  ដាក់ថែម អាយ៉ាដាក់ថែទៅដាក់ថែទៅ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  ដាក់ថែម ថែទៅថែលុយទៅថែទៀតទៅដាក់ថែទៀតទៅ ខ្ញុំដាក់ទាំងអស់ មិនគ្រប់ទេ យ៉ា ដាក់ថែមទៀតទៅ ដាក់លុយទាំងអស់ទៅដាក់ទាំងអស់តែម្ដងទៅថែទៀតទៅថែទៅ ឆាប់ឡើង ថែទៅថែទៅថែទៅ ឆាប់ឡើងដាក់ថែមទៀត ថែ ទៅ ទៅ នេះជាសាលារបស់ខ្ញុំដាក់មួយទៀតឯងប្រកាសហើយខ្ញុំប្រកាសហើយក្នុងដៃរបស់យើងមានអាត់3ឯងយកអីមកឈ្នះយើងទៅយើងឈ្នះឯងហើយ យើងឈ្នះហើយយើងឈ្នះឯងហើយសុំទោសផងណាក្នុងដៃរបស់ខ្ញុំមាន2 3 5ផ្សេងគ្នា យ៉ាងម៉េចហើយឯងមកប្រាឯងលេងល្បិចជាមួយយើងឯងលេងល្បិច អាយ៉ាចាប់គេទៅវាយទៅវាយទៅវាយទៀតទៅវាយទៀតងាប់ទៅចឹងដែរយោ ទៅនរកទៅចាញ់គឺចាញ់ហើយកុំស្ដាយហាត់លេងថែមទៀតទៅមកវិចោទៅ ហើយកុំ អាថោទៀតណែ យកគេបោះចោល លេងទៀតមកមកពួកយើងលេងទៀតមកលេងទៀតក្មេងថ្ងៃក្រោយហ៊ានមកករឿងទៀតយើងនឹងវាយឯងមួយថ្ងៃម្ដងណាចាប់ហើយ បងចង់ញ៉ាំអី អីក៏បានដែរ ប្រពន្ធកូនឲ្យបងសុំទោស ណានៅក្មេងសោះមិនក៏គិតខ្លីម្ល៉េះ កុំខ្វល់ពីខ្ញុំឲ្យខ្ញុំងាប់ទៅ គ្រាន់តែចាញ់លុយសចាញ់លបាញ់មែនទេ ឯងដឹងស្អីលុយដែលខ្ញុំសន្សំ2ឆ្នាំ250000ពេលនេះខ្ញុំចាញ់អស់ហើយអាក៏ខ្ញុំចាញ់ដែរឥឡូវនេះខ្ញុំគ្មានមុខទៅផ្ទះទៀតទេប្រពន្ធខ្ញុំកំពុងរងចាំលុយទិញថ្នាំឲ្យកូនខ្ញុំកំពុងរងចាំលុយទៅរៀនខ្ញុំគឺជាមនុស្សអន់ខ្ញុំជាមនុស្សអន់ជាងសត្វទៅទៀតខ្ញុំមិនចង់រស់ទៀតទេខ្ញុំសុំតែស្លាប់ បើសិនជាឲ្យលោកលេងម្ដងទៀតលោកនៅតែលេងទៀតទេ មកខ្ញុំមានឱកាសម្ដងទៀតខ្ញុំច្បាស់ជាមិនលេងទៀតទេខ្ញុំមិនលេងល្បែងទៀតទេមកខ្ញុំលេងទៀតខ្ញុំមិនមកជាមនុស្សទេ ពិតមែនណា ឥឡូវបើនិយាយទៅវាក៏គ្មានប្រយោជន៍ទៀតដែរ អញ្ចឹងចេះចុះឯងនាំយើងទៅកន្លែងពួកឯងទៅខ្ញុំដណ្ដើមលុយឯងយកមកវិញ ឯងជប់ទៅយើងមិនចង់ឲ្យឯងជាប់តាក់ទៀតទេ កុំនៅរអ៊ូច្រើនទៀតនាំផ្លូវកែង អញ្ចឹងក៏បានបើចាញ់បន្តិចទៀតឯងក៏មកទោសខ្ញុំណា កុំបារម្ភអីបងប្រុសលីនជាងមិនដែរចាញ់ទេ នាំផ្លូវទៅ ខាងនេះដាក់លុយ ចាក់ទៅដាក់លុយទៅដាក់លុយទៅ ដាក់លុយមកខាងនេះសុំជីលើ ចាក់ទៅដាក់លុយទៅដាក់លុយទៅ គឺគេនឹងហើយអញ្ចឹងមកទៀតហើយនេះមិនមែនអាខ្លាទេគេនៅហ៊ានមកទៀតតែមិនទេហ៎ឯងហ៊ានត្រឡប់មកទៀតឯងជាណានេះជាមកបងជាមួយខ្ញុំគេមិនលេងបាច់មួយឯងបានស្មាគមអង្គុយចាំមកលេងយ៉ាងម៉េច ខ្ញុំរវល់ខ្លាំងណាស់លេងតែមួយដៃឲ្យដាច់ស្រេចទៅបានហើយនេះគឺជាសោឡានរបស់ខ្ញុំបើឯងឈ្នះឯងយកឡានរបស់ខ្ញុំទៅតែបើឯងចាញ់ឯងត្រូវតែព្រមតាមយើងយករបស់ដែលឈ្នះអាខ្លាឲ្យមកគេវិញទាំងអស់យល់ព្រមទេ គ្មានបញ្ហាណែទៅមើលឡាននៅខាងក្រៅទៅបានរបស់ឆ្ងាយរបស់ឆ្ងាយនៅខាងក្រៅមានឡានផុតថ្មីមួយគ្រឿងពិតមែនទុកវាមក Hát đi. Giang na có phụ dương lên tay mà đai ở đại sạch đây. Bàn chân ta hai nút dưỡng bán biệt thế. Bàn hả?
ដៃខ្ញុំមួយគូពីរធំជាង នេះឯងប្រកាសជាចាញ់ហើយពួកគេនេះពួកគេគឺជាអ្នកបាក់ប្រាស់ណាអាខ្លាឯងនិយាយស្អីហ្នឹងសុំទៅផងណាដៃខ្ញុំអត់មានអរគុណលោកដែលខំមកពីចម្ងាយហើយជួនឡានផចថ្មីមួយគ្រឿងដល់ខ្ញុំ ឯងប្រកាសឲ្យតែមែនទេថាឯងអត់មាននោះ ឯងបានន័យថាម៉េចវាមិនខុសទេនេះហ៎ដៃឯងមិនមែនអត់មានទេគឺអាធំឯងចាញ់ហើយឯងចាញ់ហើយនេះមិនដឹងទេឯងប្រើល្បិច យ៉ាងម៉េចឯងឈ្នះជាសមត្ថភាពចំណែកគេឈ្នះគឺគេប្រើល្បិចហ៎ លឿនឡើងសោះលុយវិញចាំបាច់លុយឡើងយកไปទាំងអស់ចាំបាច់ឲ្យបងវិញទាំងអស់មក ខ្ញុំបាននិយាយហើយថាបងលិនជាមិនដែរចាញ់អ្នកណាទេ បាទចម្លែកយកហ៊ានប្រើល្បិចនៅកន្លែងខ្ញុំផងបងប្អូនវាយវាទៅខ្លាំងបែនតើអត់យក ធ្វើតាមអំពើចិត្តមែនទេ លោកធំខ្ញុំឲ្យឯងបោកឯងជាមនុស្សថោកទាបស្លាប់ទៅណារបស់ចាំបន្តិចរបស់អើយអ្នកមេគុណអរគុណខ្លាំងណាស់ដែលបានជួយសង្គ្រោះជីវិតរបស់ខ្ញុំ ឯងដើរបានឆ្ងាយហើយថ្ងៃនេះខ្ញុំជួយឯងបានប៉ុន្តែថ្ងៃក្រោយខ្ញុំមិនជួយឯងទៀតទេ ខ្ញុំដឹង ដឹងហើយថាខ្ញុំហេតុអីក៏ឈ្នះនៅថ្ងៃនេះគឺខ្ញុំប្រើល្បិច ឯងនេះល្បងពួកឲ្យស្រឡាញ់លេងល្បែង10ដងបោកប្រាស់ទាំង10ដងល្បងឆ្កែនោះក៏ប្រើល្បិចដែរគ្រាន់តែធ្វើដៃគេគឺមិនដូចបងលិនជាដូច្នេះហើយទៅខាងយើងឈ្នះនិយាយទៅឯងល្បងហើយនៅលេងជាមួយគេទៀតលេងប៉ុណ្ណាក៏មិនគ្រប់ឲ្យឯងចាញ់គេដែរ ខ្ញុំដឹងហើយថ្ងៃក្រោយខ្ញុំប្រកាសជាមិនលេងល្បែងទៀតនោះទេ បានហើយត្រឡប់ទៅផ្ទះវិញទៅយកលុយទៅរស់នៅជាមួយប្រពន្ធកូនរបស់ឯងឲ្យល្អទៅ អរគុណអ្នកមានគុណ ទីបំផុតអូនយល់ហើយថាហេតុអីទៅបងខ្លាចជាមនុស្សប្រកែកបាក់អស់ចាយ៉ាងនេះ អញ្ចឹង អ្នកជំនាញខាងបោកប្រើល្បិចបោកប្រាស់ដើម្បីប្រមូលទ្រព្យសម្បត្តិមានមនុស្សច្រើនអ្នកណាស់បាត់បង់ទ្រព្យសម្បត្តិបែកបាក់គ្រួសារតែបងប្រើល្បិចជួយសង្គ្រោះអ្នកលេងល្បែងជួយដល់សង្គម ចាប់តាំងពីគ្រួសាររបស់បងបង្រៀនបងពីល្បិចបោកប្រាស់គាត់បានប្រាប់បងថាល្បិចរបស់គាត់គឺប្រើប្រាស់ដើម្បីសង្គ្រោះអ្នកលេងល្បែងជួយសង្គ្រោះសង្គមមិនត្រូវប្រើដើម្បីផលប្រយោជន៍ទេតែសំណាងល្អណាស់ប្រហែលឆ្នាំមកនេះគឺធ្វើបានជោគជ័យ បងលិនជាស្លាញ់បងជាងគេលើលើង ប៉ុន្តែមែនទេចុះយកនេះវិញនោះបានរង្វាន់អីមកឲ្យបងដែរទៅ នេះស្អប់បងនេះលិនជាដេញតាមអូនបើចាប់អូនបានអូនឲ្យរង្វាន់ បានតើ